វៀតណាមនិងថៃមានឯកអគ្គរដ្ឋទូតអាមេរិកថ្មីអស់ហើយនៅឡើយតែកម្ពុជាតើមូលហេតុអ្វីថៃសាងសង់ព្រះពុទ្ធបដិមា36អង្គព្រមទាំងដំឡើងបង្គោលទង់ជាតិ2កន្លែងកម្ពុជាបានត្រឹមតែតវ៉ាលុះខ្សែមិនខ្ចីប្តឹងថៃមន្ត្រីកម្ពុជានាំគ្នារវល់រើសដុំថ្មចោលឆ្កែរឿងថៃសង្ស័យថាលោកហ៊ុនម៉ាណែតបានទៅរៀននៅ West Point ដោយសារថៃមន្ត្រីព្រំដែនរដ្ឋាភិបាលក្រៅប្រទេសបារម្ភខ្លាំងរឿងទាហានថៃល្បាតនិងពិនិត្យមើលបង្គោលព្រំដែនតែឯងមន្ត្រីនគរបាលនិងរាជអាវុធហត្ថនៅខេត្តកពតដែលលួចវត្ថុតាងឆបោកអនឡាញសុទ្ធតែជាអ្នកដែលមានទួនាទីធំគ្រាន់ខ្មែរក្រៅប្រទេសសម្រុកចោះឈ្មោះបោះឆ្នោតរើសសភាខ្មែរក្រៅប្រទេសនិងព័ត៌មានដែលសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃបាទបងប្អូនទាំងអស់គ្នាព័ត៌មានទៅមុនព័ត៌មាននេះរៀងឆ្ងាយបន្តិចដែរព្រោះអីតកតងនឹងរឿងតកតងនឹងរឿងឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជាបងប្អូនប្រហែលជានៅចាំហើយកាលពីអំឡុងពាក់កណ្ដាលខែឧសភាអ្នកស្រី Bridget Walker ដែលជាភារៈធារីរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានជម្រាបលាលោកហ៊ុនម៉ាណែតនិងមន្ត្រីពាក់ព័ន្ធដទៃទៀតជាផ្លូវការដោយសារតែចាប់អាណត្តិការងារជាភារៈធារីស្ដីឬក៏ភារៈធារីប្រចាំស្ថានទូតអាមេរិកនៅកម្ពុជាហើយថ្ងៃនេះគឺជាថ្ងៃទី31នេះគឺជាថ្ងៃចុងក្រោយបំផុតនៃការដែលត្រូវនៅស្រុកចង់និយាយថាទូនីតិរបស់គាត់បានប្រកាសនឹងជម្រាបលាលោកហ៊ុនម៉ាណែតនាយរដ្ឋមន្ត្រីកម្ពុជាកាលពីពាក់កណ្ដាលខែឧសភាមែនក៏ប៉ុន្តែគាត់ត្រូវចប់រហូតដល់ថ្ងៃ31ខែឧសភានេះអញ្ចឹង31ខែឧសភានេះគឺជាថ្ងៃចុងក្រោយដែលអ្នកស្រី Bridget Walker ត្រូវចាប់តួនាទីជាភារៈធារីតំណាងទូតអាមេរិកនៅប្រទេសកម្ពុជាហើយប៉ុន្តែសំណួរសួរថាចោះបើគាត់ចាប់ជាភារៈធារីនេះតើអ្នកណាដែលមកជំនួសតួនាទីលោកស្រី Bridget Walker ព្រោះជាទូទៅនៅពេលដែលមានប្រធានាធិបតីថ្មីគឺកម្ពុជាឬក៏ប្រទេសដទៃទៀតត្រូវតែមានឯកអគ្គរដ្ឋទូតថ្មីមកជាមួយដែរព្រោះឯកអគ្គរដ្ឋទូតថ្មីគឺជាកូតាដែលជ្រើសតាំងឬក៏ណែនាំឬក៏ស្នើដោយនាយករដ្ឋមន្ត្រីដោយប្រធានាធិបតីថ្មីនោះឯងក៏ប៉ុន្តែយើងដឹងហើយនៅពេលដែលលោក Patrick Murphy ដែលជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាដែលជាកូតារបស់គណៈបកប្រជាធិបតេយ្យលោក Joe Biden នៅពេលដែលលោក Joe Biden ចប់ទៅនិយាយទៅអស់តំណែងពីប្រធានាធិបតីដោយសារតែលោក Trump ជាប់ឆ្នោតដូច្នេះត្រូវតែលោក Trump ត្រូវតែជ្រើសតាំងឬក៏ស្នើឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជាប៉ុន្តែយើងដឹងហើយថាលោកត្រាំកាន់អំណាចនេះគឺតាំងពីឆ្នាំ2022សំទោស24មកខែមករាឆ្នាំ2024ឥឡូវនេះចូលដល់ខែឧសភាឆ្នាំ2026ហ្នឹងជាង1ឆ្នាំទៅហើយតាំងពីលោក Patrick Murphy ផុតអាណត្តិមកនោះក៏មិនមានឯកអគ្គរដ្ឋទូតថ្មីដែរគឺយកអ្នកស្រី Bridget Walker ទៅធ្វើជាភារៈធារីបានន័យថាម៉េចបងប្អូនភារៈធារីហ្នឹងនៅក្នុងកម្រិតការទូតឬក៏ទំនាក់ទំនងការទូតភារៈធារីគឺជាមន្ត្រីប្រចាំការដែលកម្រិតការទូតរវាងប្រទេសនិងប្រទេសគឺធ្លាក់ដល់កម្រិតទាបមែនតើព្រោះអីដូចចង់និយាយថាភារៈធារីហ្នឹងគឺគ្រាន់តែទៅឲ្យតែមានចាំកុំឲ្យថាវាអត់មានអ្នកតំណាងអីសោះប៉ុន្តែកិច្ចការផ្សេងវាត្រូវតែជាអគ្គកុងស៊ុលឬវាត្រូវតែជាឯកអគ្គរដ្ឋទូតពេញវិសាមញ្ញនិងពេញសមត្ថភាពដែលត្រូវតែងតាំងទៅណាប៉ុន្តែកម្រិតនេះគឺដូចឥឡូវសប្ងៃបើយើងនិយាយឲ្យងាយស្ដាប់ណាការងាររបស់លោកស្រី Bridget Walker ដែលជាភារៈធារីប្រចាំនៅទូតអាមេរិកនៅកម្ពុជាហ្នឹងគឺមិនខុសអីនឹងកម្រិតនៃទំនាក់ទំនងការទូតរវាងថៃនិងខ្មែរដែរទេនៅពេលដែលដកឯអគ្គរដ្ឋទូតនៃប្រទេសថៃនិងប្រទេសខ្មែររៀងខ្លួនមកអញ្ចឹងអ្នកដែលនៅប្រចាំការនៅ
ករដ្ឋទូតឬក៏ស្ថានកុងស៊ុលដែលនៅក្នុងប្រទេសទាំងសងខាងហ្នឹងគឺធ្លាក់មកកម្រិតភារៈធារីនឹងទាំងអស់គ្នាបានន័យថាស្ទើរតែបិទទូតចោលតែម្ដងជាងការដែលបិទអញ្ចឹងគេទុកឲ្យមានភារៈធារីហ្នឹងនៅកាន់ការឥឡូវសំណួរសួរទៅវិញថាមកដល់ម៉ោងនេះតើប្រទេសប្រមាណតើហើយដែលអត់មានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកទៅប្រចាំការទេអត់តែខ្មែរឬក៏អត់ប្រទេសច្រើនដែរហើយហេតុអីឥឡូវនេះបើយើងមើលប្រទេសជិតខាងយើងគឺប្រទេសថៃបានទទួលឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅប្រទេសថៃគឺលោក Sean O'Neill កាលពីអំឡុងខែកុម្ភៈឆ្នាំ2026បាទលោក Sean O'Neill ហ្នឹងគឺបានគេសម្រេចឲ្យស្នើឲ្យតែងតាំងយូរហើយប៉ុន្តែចាំយូរដែររហូតតតែខែកុម្ភៈទើបបានតែងតាំងហើយឥឡូវនេះគាត់ទៅចូលបំពេញការងារវិសាមញ្ញនិងពេញសមត្ថភាពពេញមុខពេញមាត់ជាឯកអគ្គរដ្ឋទូតនៃសហរដ្ឋអាមេរិកប្រចាំនៅប្រទេសថៃរួចទៅហើយបាន2-3ខែហើយអាហ្នឹងនិយាយពីរឿងថៃនៅឯវៀតណាមឯនេះវិញវៀតណាមក៏អត់មានឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកយូរដែរទើបតែថ្ងៃទី16ខែឧសភានេះទើបតែប្រហែលជាកន្លះខែមុននេះសមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកក្នុងសម្លេង46គាំទ្រនិង43ប្រឆាំងក៏ប៉ុន្តែសម្លេងនេះគឺបានន័យថា50+1ហើយគឺធ្វើឲ្យខាងសាធារណរដ្ឋគណៈបករបស់លោកត្រាំហ្នឹងក៏បានបោះឆ្នោតគាំទ្រឲ្យអ្នកស្រីឯកអគ្គរដ្ឋទូតថ្មីប្រចាំសហរដ្ឋអាមេរិករបស់សហរដ្ឋអាមេរិកប្រចាំនៅវៀតណាមបានតែងតាំងតួនាទីគាត់មិនទាន់ចូលទៅកាន់ការនៅឡើយទេក៏ប៉ុន្តែព្រមហើយសភាឬក៏ព្រឹទ្ធសភាសហរដ្ឋអាមេរិកយល់ព្រមឲ្យវៀតណាមមានឯកអគ្គរដ្ឋទូតថ្មីមួយហើយគឺជាស្ត្រីម្នាក់ដែលគេតែងតាំងថ្មីនេះដូចខ្ញុំជម្រាបអញ្ចឹងគឺនៅថ្ងៃទី16ខែឧសភាហើយតំណែងនេះគឺអ្នកស្រីនឹងទៅចូលកាន់នៅពេលឆាប់ខាងមុខនេះអញ្ចឹងជារួមគឺប្រទេសវៀតណាមនិងប្រទេសថៃមានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសទាំងពីរនេះហើយនៅឡើយតែប្រទេសកម្ពុជាមូលហេតុអីអ្វីដែលគួរឲ្យកត់សម្គាល់គឺតកតងនៅក្នុងការដែលតែងតាំងឯកអគ្គរដ្ឋទូតនៅឬក៏ឯកអគ្គរដ្ឋទូតនៅប្រទេសណាមួយគឺមានកត្តា3ដែលយកមកជជែកឲ្យយុត្តិធម៌សច្ចធម៌តាមការពិតជាក់ស្ដែងកត្តាទី1គឺជាកត្តាបច្ចេកទេសសុទ្ធសាធបច្ចេកទេសនឹងយ៉ាងម៉េចបច្ចេកទេសហ្នឹងគឺតកតងនឹងនីតិវិធីក្នុងការបោះឆ្នោតឯកភាពកូតារបស់គណៈបកនយោបាយដែលជាប់ឆ្នោតជាពិសេសកូតាពីប្រធានាធិបតីសហរដ្ឋអាមេរិកហ្នឹងដែលតម្រូវឲ្យរដ្ឋព្រឹទ្ធសភាជាអ្នកសម្រេចចុងក្រោយថាតើព្រមតាមអ្វីដែលជាសំណើឬអត់ដូច្នេះនៅក្នុងព្រឹទ្ធសភាហ្នឹងដោយសារនេះជាលក្ខណៈបច្ចេកទេសផ្លូវច្បាប់គឺវាអាចត្រូវការពេលយូរណាស់យូរទៅតាមលទ្ធភាពជាក់ស្ដែងនៃសំណុំរឿងឬក៏បញ្ហាដែលព្រឹទ្ធសភាយកមកពិគ្រោះគ្នាព្រោះព្រឹទ្ធសភាមិនមែនមកអង្គុយជជែកតែពីរឿងអនុម័តយល់ព្រមដើម្បីឲ្យមានឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំប្រទេសណាមួយទេគឺគេមានបញ្ជីការងារគេប្រចាំថ្ងៃឲ្យចាល់ច្រើនមែនតើអញ្ចឹងគេត្រូវយកចំណុចណាជាចំណុចអតិភិបរឿងបន្ទាន់ដែលយកមកដោះស្រាយហើយរឿងបន្ទាន់តាមលក្ខណៈបច្ចេកទេសនេះគឺវាអាចស៊ីពេលយូរហ្នឹងកត្តាទី1កត្តាទី2គឺកត្តានយោបាយហេតុអីបានជាកត្តានយោបាយហ្នឹងដែលតកតងនៅក្នុងការតែងតាំងឬឯកអគ្គរដ្ឋទូតដែរកត្តានយោបាយនេះគឺវាអាស្រ័យទៅលើជំហរនៃគណៈបកទាំងពីរទៀតឧទាហរណ៍ថាបើសិនជាលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump គាត់ជ្រើសតាំងឬក៏គាត់ស្នើតំណែងឯកអគ្គរដ្ឋទូតណាមួយដែលគាត់ពេញចិត្តចង់ទៅឲ្យធ្វើជាឯកអគ្គរដ្ឋទូតនៅវៀតណាមនៅថៃឬក៏នៅប្រទេសផ្សេងទៀតគឺត្រូវការឲ្យមានការគ្រប់គ្រងពីខាងគណៈបកប្រឆាំងដូច្នេះគណៈបកប្រឆាំងក៏គេមានសិទ្ធិនៅក្នុងការជំទាស់
ទៅនឹងកូតាហ្នឹងហើយបើគណៈបកប្រឆាំងជំទាស់មានសម្លេងច្រើនពេកគឺកិច្ចប្រជុំហ្នឹងគឺមែនតើអត់ទាំងបានយកមកពិភាក្សាអីទេព្រោះថាវាខ្ទាស់ពេកទៅធ្វើឲ្យរឿងហ្នឹងក៏អាចយូរដែរអាហ្នឹងខ្ញុំនិយាយពីរឿងនយោបាយនៃការមិនពេញចិត្តអញ្ចឹងហើយបានជាគណៈបកនយោបាយមានឥទ្ធិពលខ្លាំងណាស់នៅក្នុងជួររដ្ឋាភិបាលនៅក្នុងជួរដឹកនាំប្រទេសរបៀបដឹកនាំរដ្ឋជាពិសេសគឺគណៈបកប្រឆាំងហ្នឹងដែលមិនអាចឲ្យជីសេះលែងដៃហើយការដែលមិនឲ្យជីសេះលែងដៃនេះមិនមែនជារឿងអាក្រក់ទេវាមើលទៅអូសបន្លាយពេលវេលានឹងវាយូរស្មុគស្មាញសាំញ៉ាំនៅហ្នឹងក៏ប៉ុន្តែគេចង់ធ្វើអ្វីមួយឲ្យវាកុំឲ្យថាចិត្តតែជ្រើសតាំងមកឡើងចឹងប្រធាននាយករដ្ឋមន្ត្រីចង់រើសអ្នកណាសភាត្រូវតែបោះឆ្នោតឲ្យភ្លាមយកមកទោះបីអ្នកនោះមានប្រវត្តិមិនល្អឬក៏ជាអ្នករំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឬក៏មិនស្ដារសិទ្ធិមនុស្សមិនដូចថាគាំទ្រចិនខ្លាំងពេកឬក៏គាំទ្រអីខូចនយោបាយសហរដ្ឋអាមេរិកអីគណៈបកការអំណាចគិតថាល្អប៉ុន្តែគណៈបកប្រឆាំងគេថាអត់ទេអត់ល្អទេអញ្ចឹងមិនព្រមតាមមិនព្រមគឺវានៅទាំងប្រទិសគ្នាផ្នែកនយោបាយហ្នឹងក៏យូរដែរអាហ្នឹងតកតងនឹងរឿងនយោបាយរឿងទី3គឺតកតងនឹងទំនាក់ទំនងរវាងប្រទេសសម័យគឺសហរដ្ឋអាមេរិកនិងប្រទេសផ្សេងទៀតនេះដូចកម្ពុជាដូចថៃដូចវៀតណាមនេះតើទំនាក់ទំនងការទូតនេះវាល្អប៉ុណ្ណាវាភ្លឺថ្លាប៉ុណ្ណាវាល្អុកល្អឿនប៉ុណ្ណាដូច្នេះចំណុចអតិភិបហ្នឹងគឺវាផ្សំគ្នាទៅជាមួយនឹងដែរវាមិនមែនបានន័យថានីតិវិធីសភាចប់គឺចប់ទេមែនទេគឺដោយសារតែទំនាក់ទំនងហ្នឹងគេមើលដែរថាទេបើទំនាក់ទំនងហ្នឹងវាអត់សូវល្អល្អុកល្អឿននឹងគ្នាទេទុកសិនក៏បានដែរព្រោះមានតែភារៈធារីនៅចាំតូបឬក៏ចាំទូតហ្នឹងក៏អាចបំពេញការងារបានដែរគ្រាន់តែថាវាមិនមែនជាការងារធំដុំស្អីបានប៉ុន្តែការងារដូចជារត់ការឯកសារដាក់ពាក្យសុំ green card ឬក៏ visa ឬក៏ឯកសារផ្សេងក្នុងការធ្វើដំណើរមកសហរដ្ឋអាមេរិកឬក៏ទស្សនកិច្ចផ្លូវរដ្ឋអីភារៈធារីហ្នឹងក៏មានសិទ្ធិនៅក្នុងការសម្រេចចុះហត្ថលេខានឹងដែរគ្រាន់តែថាការជជែកពីទំនាក់ទំនងទ្វេភាគីរវាងរដ្ឋនិងរដ្ឋគោលនយោបាយអីធំអីហ្នឹងគឺអត់ត្រូវធ្វើកើតទេជាមួយនឹងភារៈធារីហ្នឹងព្រោះទូនាទីហ្នឹងវាសាមញ្ញពេកទាបពេកកម្រិតការទូតហ្នឹងអាហ្នឹងក៏មើលទៅតាមហ្នឹងដែរចាឥឡូវមើលមកវិញតើហេតុអីបានជាកម្ពុជាមកដល់ម៉ោងនេះអត់ទាន់មានឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកនៅពេលវៀតណាមនិងថៃគេមានអស់ហើយខ្ញុំវិភាគឬក៏សង្កេតទៅលើកត្តា3ហ្នឹងឲ្យបងប្អូនស្ដាប់ហើយបងប្អូនយកទៅពិចារណាខ្លួនឯងទៅរឿងព្រឹទ្ធសភាអនុម័តទៅតាមសំណើរបស់ប្រធានាធិបតីគឺជាការពិតមិនអាចជៀសផុតពីការអូសបន្លាយពេលវេលាទេអាហ្នឹងគឺយើងត្រូវទទួលស្គាល់ការពិតមួយមិនចំពោះថាចង់បញ្ញត្តិប៉ុណ្ណាទេព្រោះព្រឹទ្ធសភាគេជាស្ថាប័នឯករាជ្យបើខាងគណៈបកលោកត្រាំគាត់ប្រឹងលឿនប៉ុណ្ណាក៏ដោយតែខាងគណៈបកប្រជាធិបតេយ្យគេថាអត់ទាន់សំខាន់គឺអត់បានសំខាន់ទៅជជែកគ្នាឯកាទៀតទេព្រោះអីព្រឹទ្ធសភាបើខ្វះគោរមអត់មានចំនួនថាគោរមហ្នឹងគឺចំនួនដោយថាសមាជិកភាពនៃអ្នកចូលរួមគ្រប់គ្រាន់ដើម្បីឲ្យកិច្ចប្រជុំនឹងប្រព្រឹត្តទៅដំណើរការដើម្បីអាចឈានទៅបោះឆ្នោតបានគឺក៏អាចទៅជជែករឿងបោះឆ្នោតអីបានដែរអាចប្រជុំអីធម្មតាតែដល់ពេលចូលប្រជុំបោះឆ្នោតរឿងកិច្ចការសំខាន់ដូចតែងតាំងឯករដ្ឋទូតអីទាល់តែមានគោរមឧទាហរណ៍គោរមហ្នឹងចង់និយាយថាសមាជិកព្រឹទ្ធសភាមាន100នាក់អញ្ចឹងនៅក្នុងគោលការណ៍គេគឺតើតែមានចាប់ពី85នាក់ទៅបានអាចហៅថាគ្រប់គោរមអីអញ្ចឹងឬក៏ហៅថា70នាក់អីអញ្ចឹងទៅប៉ុន្តែនៅពេលដែលគណៈបកប្រឆាំងមិនចូលរួមមិនសហការគឺគាត់ដើរចេញឧទាហរណ៍អញ្ចឹងកិច្ចប្រជុំហ្នឹងវាអត់អាចប្រព្រឹត្តទៅបាននឹងបីគ្រប់ចំនួនមនុស្សដើម្បីមកបោះឆ្នោតទេទោះជាដាក់លើតុអីក៏ដោយក៏អត់មានការបោះឆ្នោតដែរប៉ុន្តែរឿងព្រឹទ្ធសភានេះគាត់មានកិច្ចការងារច្រើនមែនតើគឺកិច្ចការតាក់ទងនឹងរឿងគោលនយោបាយអន្តរជាតិគោលនយោបាយជាតិតាក់ទងនឹងរឿងដោះស្រាយផ្ទៀងផ្ទាត់រដ្ឋាភិបាលកុំឲ្យជិះសេះលែងដៃតាក់ទងនឹងការបោះឆ្នោតពាក់កណ្ដាលអាណត្តិតាក់ទងនឹងរឿង100ជំពូកតាក់ទងនឹងរឿងការដែលដោយការចេញរបស់លោកត្រាំនឹង
ដែលជាដីកាឬក៏ប័ណ្ណបញ្ជារដ្ឋបាលឬក៏ប្រតិបត្តិរបស់រដ្ឋាភិបាលនឹងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋមានការតវ៉ាមានអីច្រើនចឹងព្រឹទ្ធសភានឹងក៏ឈឺក្បាលក្នុងរឿងដែលបង្កើតឡើងដោយលោកត្រាំនឹងក៏ច្រើនសន្ធឹកដែរបើទោះបីជាប្រធានាធិបតីមានសិទ្ធិសម្រេចអីគ្រប់យ៉ាងអញ្ចឹងអារឿង dossier សំណុំរឿងដែលកហ្នឹងក៏វាច្រើនគឺវាធ្វើឲ្យពេលវេលាហ្នឹងក៏តែវាយូរអាហ្នឹងគឺអាចពេលខ្លះយូររហូតដល់ទៅរាប់ឆ្នាំក៏មានដែរហើយអាណត្តិរបស់ប្រធានាធិបតីមានតែ4ឆ្នាំហ្នឹងជួនកាល2ឆ្នាំកន្លះឬក៏3ឆ្នាំបានអាចនឹងតែងតាំងឬក៏ព្រឹទ្ធសភាព្រមអីចឹងទៅឥឡូវចូលដល់ករណីកម្ពុជានេះយើងមើលតាំងពីឆ្នាំ2024មកតាំងពីអស់លោក Patrick Murphy ចប់អាណត្តិជាឯកអគ្គរដ្ឋទូតមកយើងមួយឆ្នាំជាងយើងអត់មានឯកអគ្គរដ្ឋទូតថ្មីដូច្នេះឥឡូវនីតិវិធីព្រឹទ្ធសភានឹងវាអាចរាំងស្ទះខ្ញុំអាចចាត់ទុកថាបន្ទោសព្រឹទ្ធសភាដែរនៅក្នុងការដែលមិនព្រមប្រញាប់តែងតាំងកូតាបោះឆ្នោតគ្រប់គ្រងកូតាដែលស្នើដោយប្រធានាធិបតីសហរដ្ឋអាមេរិកហើយបងប្អូនត្រូវចាំថារឿងនេះមិនមែនប៉ះពាល់តែស្រុកខ្មែរគ្រាន់តែថាប្រទេសអាស៊ានយើងហ្នឹងគឺគេបានឯកអគ្គរដ្ឋទូតថ្មីច្រើនប្រទេសហើយដូចជានៅតែម៉ាឡេដូចជាកំពុងតែស្ថិតនៅក្នុងក្រោមការពិនិត្យដែរហើយនឹងឡាវអីចឹងដែរប៉ុន្តែសំខាន់បំផុតប្រទេសដទៃទៀតមានប្រមាណជា30ប្រទេសដែលនៅអត់ទាន់មានឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកនៅឡើយដោយសារតែព្រឹទ្ធសភានេះនៅអូសជើងអត់ទៅមុខសោះអាហ្នឹងគឺជារឿងតថភាពជាក់ស្ដែងនៃការដែលអនុម័តឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅប្រទេសតែជាដៃគូឬក៏ដែលមានឯកអគ្គកុងស៊ុលរបស់អាមេរិកនៅទីនោះឥឡូវចូលមកកត្តានយោបាយវិញយើងសួរថាចប់បើសិនជាគេយូរអញ្ចឹងហេតុអីបានវៀតណាមនិងថៃក៏គេបានដែរហើយឥឡូវហេតុអីបាននៅតែអត់ខ្មែរដដែលព្រោះអីយើងថាមិញនីតិវិធីនោះវាយូរអញ្ចឹងហើយយើងដឹងថាបច្ចេកទេសយើងអត់អាចទៅធ្វើអីពលឿនអីកើតទេព្រោះសមាជិកព្រឹទ្ធសភាដូចខ្ញុំនិយាយចឹង100នាក់វាមាន40នាក់ជាងរបស់ខាងកូតា47នាក់ពីកូតាខាងគណៈបកប្រឆាំងឯខាងគណៈបកកាន់អំណាចមានតែ50នាក់ជាងហ្នឹង51 52ដូច្នេះវាចិត្តគ្នាមែនតើដើម្បីឲ្យបាន50បូក1ហ្នឹងគឺវាដូចថាបើមានតែខាងគណៈបករដ្ឋាភិបាលហ្នឹងលូតមកគ្រប់គ្រងសម្លេងខាងគណៈបកប្រឆាំងតាមមកសម្លេងគឺអត់អាចបោះឆ្នោតអីជាប់បានទេវាយូរអញ្ចឹងដូចថាវាអត់ឈ្នះដាច់ដូចនៅស្រុកខ្មែរអីស៊ីផុយចង់អ្នកណាប្រកែកអ្នកណាអីគេធ្វើតាម24ម៉ោងព្រឹទ្ធសភាគេបោះឆ្នោតប្រៃអត់មានចាំអាលីងខ្មែរយើងលឿនណាស់អញ្ចឹងអីព្រោះអីដូចថាវាជារដ្ឋាភិបាលឯកបកវាស្រួលត្រង់ថានីតិវិធីវាលឿនមកប៉ុន្តែគេហៅថាឆៅបដូលបងប្អូនដែលលើពាក្យឆៅបដូលទេឆៅបដូលបងប្អូនដឹងហើយទាំងអស់គ្នាគឺបានន័យថាបើយើងដុតភ្លើងឲ្យលឿនទៅយើងវាឆ្អិនតែពីខាងក្រៅអាខាងក្នុងហ្នឹងនៅឆៅទាំងអស់ព្រោះអីលឿនទៅវាខ្លោចខាងក្រៅអាហ្នឹងអ្វីដែលរដ្ឋាភិបាលកម្ពុជាធ្វើព្រោះអត់មានអ្នកណាជួយទប់គាត់ទេតែនៅអាមេរិកអត់មានឆៅបដូលទេគឺត្រូវតែឆ្អិនសពព្រោះយើងបើកភ្លើងហឹមហើយគេមានទប់រហូតអត់មានមកឈួលអីឆេះដូចភ្លើងច្បាងអីបានទេនេះហើយដែលគេហៅថា checks and balances ខ្ញុំចង់បញ្យល់ពាក្យហ្នឹងឲ្យបងប្អូនយល់ដែរពាក្យថា checks and balances នេះគឺជាភាសាបច្ចេកទេសរបស់អាមេរិកឬក៏អង់គ្លេសដែលគេប្រើជាទូទៅក្នុងប្រព័ន្ធដឹកនាំរដ្ឋគឺបានន័យថា checks គឺយើងដូចលេងអុកចឹងណាបងប្អូនលេងអុកយើងហៅភាសាអង់គ្លេសថា check ហ្នឹងគឺអុកពាក្យថា checks នៅទីនេះគឺអង់គ្លេសនៅពេលដែលយើងប្រើពាក្យថាអូ check គាត់ហ្នឹងគឺបានន័យថាយើងអុកបានន័យថាយើងផ្ទៀងផ្ទាត់គាត់ប្រាប់គាត់ថាណែកុំដើរឲ្យស្រួលស៊ីស្ដាច់ឥឡូវអាហ្នឹងយើងនិយាយនៅក្នុងន័យកាឡាអុកចាក់ត្រង់យើងណាបើបងប្អូនចេះលេងអុកហ្នឹងយើងយល់ការងារហ្នឹងខ្លះហើយអញ្ចឹងពេលថា check ហ្នឹងគឺអុកពេលដែលអុកហ្នឹងគឺផ្ទៀងផ្ទាត់ប្រាប់ណែនាំប្រាប់ទៅគូម្នាក់ទៀតដែលកំពុងលេងណាខ្ញុំអុកបានន័យថាម៉េចយើងត្រូវប្រាប់គេដែរខ្ញុំអុកបានន័យថាខ្ញុំស៊ីឥឡូវបានន័យខ្ញុំឈ្នះឥឡូវអញ្ចឹងយើងត្រូវតែរកវិធីទប់មកអ្នកឯងទប់អីទៀតដល់ពេលយើងដើរទៀតយើងអុកទៀតដើម្បីកុំឲ្យអ្នកឯងដើររួចខ្លួនខ្ញុំ check អ្នកឯងរហូតបានន័យថាប្រើពាក្យ check នឹងរហូត balances ជាភាសាអង់គ្លេសដដែលប្រែថាលំនឹង
លំនឹងហ្នឹងគឺបានន័យថាកុំឲ្យផ្អៀងទៅខាងនេះកុំឲ្យផ្អៀងទៅខាងនេះពេលគឺយើងទប់ឲ្យនៅស្មើគ្នាអញ្ចឹងពាក្យ checks and balances នេះជាភាសាអង់គ្លេសភាសាខ្មែរគឺការផ្ទៀងផ្ទាត់អំណាចកុំឲ្យជាសេះលែងដៃគឺយល់តាមបែបប្រជាធិបតេយ្យគេធ្វើអញ្ចឹងដើម្បីឲ្យមាន checks and balances ឲ្យមានការផ្ទៀងផ្ទាត់អំណាចកុំឲ្យជាសេះលែងដៃនេះគឺតើតែមានសម្លេងគណៈបកប្រឆាំងរងមាំព្រោះគណៈបកកាន់អំណាចម្នាក់ឯងគឺជាសេះលែងដៃហើយព្រោះអត់មានអ្នកណាមកទប់ទេដូចចឹងលោកត្រាំណាបើសិនជាកុំមានព្រឹទ្ធសភាដែលមានសម្លេងច្រើនរបស់គណៈបកប្រឆាំងក៏អត់មានឈឺក្បាលអីមកចាំគណៈបកប្រឆាំងឯណាបោះឆ្នោតឲ្យទេតែងតាំងទៅបាត់ហើយហូរូបាត់ហើយដល់ពេលហូរូសួរថាតើវាយ៉ាងម៉េចវាលឿនចឹងហើយដូចខ្ញុំនិយាយចឹងតែវាឆៅបដូលព្រោះលឿនទៅវាត្រូវតែក្រុមគ្នាឯងហ្នឹងត្រូវតែក្រុមបកពួកឯងហ្នឹងមិនដឹងសុំកលុំគ្នាមិនដឹងថានីតិវិធីផ្ទៃក្នុងណែឯងមិនយកតែគ្នាឯងមិនអត់ឲ្យខាងគេនេះគេជួយឲ្យយោបល់ផងទេអញ្ចឹងអាហ្នឹងហើយដែលធ្វើឲ្យប្រទេសប្រជាធិបតេយ្យវាមានតម្លៃដែលយើងនាំគ្នាទៅបញ្យលស្រុកខ្មែរបញ្យលកោកសឹកមាត់តដោកឆ្អែតតពោះកបីត្រូវឲ្យគណៈបកប្រជាជនកម្ពុជាប្រើនយោបាយប្រជាពិធដ្ឋថាបានប៉ុណ្ណឹងហើយយកអីទៀតចង់បានសង្គ្រាមមែនយើងអត់ត្រូវការសង្គ្រាមទេក៏ប៉ុន្តែមិនមែនបានន័យថាប្រទេសអត់មានសង្គ្រាមហើយយើងម៉ាយកតែសងទេចេះពាក្យបច្ចេកទេសម៉ាយកតែសងហ្នឹងតែពេលនិយាយបងប្អូនថាជួយបញ្យលផងតែចឹងបងប្អូនយើងលោកមិនយល់ទេស្អីគេម៉ាយកតែសងម៉ាយកតែសងហ្នឹងគឺជាភាសាខ្មែរដែលនិយាយអំពីថាយើងធ្វើឲ្យតែរួចពីដៃដូចលោកចឹងគឺសូត្រចេះសូត្រទៅម៉ាហ្នឹងយកតែសងហ្នឹងគឺបានន័យថាយកអាស្អីគេសំណែនឬក៏ទនិបឬក៏ស្អីដែលគេថ្វាយឬក៏ប្រគេនលោកហ្នឹងដើម្បីយកមកឲ្យឆាប់ចប់គឺថាឧទាហរណ៍គេសូត្រកន្លះម៉ោងអីអញ្ចឹងដើម្បីឲ្យចប់អាសូត្រកន្លះម៉ោងហ្នឹងគឺយើងអាចនឹងបានអាដង្វាយឬក៏ថ្វាយឬក៏ពិធីអីហ្នឹងគេប្រគេនលោកអីអញ្ចឹងទៅដល់តែពេលលោកបញ្ញាប់ពេកដើម្បីកុំឲ្យនេះច្រើនរោងដែរមាន3 4រោងឯណាគេលមុនទៅអញ្ចឹងម៉ាសូត្រលឿនមែនតើអ្នកមោតសភគវតោចប់អាហ្នឹងគេថាម៉ាយុទ្ធសមប្រមូលរបស់ដាក់ថង់យាមនិមន្តទៅពិធីមួយទៀតទៅខាងនោះចឹងចប់ទៀតយកតសងហ្នឹងទៅអស់ទៅទៀតអញ្ចឹងហើយពាក្យម៉ាយកតសងហ្នឹងគឺយើងធ្វើឲ្យរួចតែពីដៃដើម្បីបានអីមួយហើយអត់បានប្រយោជន៍ទេគឺឆៅបដូលហើយអញ្ចឹងប្រព័ន្ធប្រជាធិបតេយ្យគេអត់យកអាពាក្យម៉ាយកតសងហ្នឹងទេគឺយើងត្រូវធ្វើឲ្យមានសុក្រិតហ្នឹងគឺជួយផ្ទៀងផ្ទាត់គ្នាមានហើយសន្តិភាពយកចោះអ្នកណាក៏ស្រឡាញ់ដែរសន្តិភាពកុំដើរទៅគំរាមគេហើយទៅស្អីណាថាអ្នកណាដែលខ្ទាស់រដ្ឋាភិបាលនឹងសុទ្ធតែអ្នកប្រឆាំងសន្តិភាពអស់លោកចោះនរុប្រយ័ត្នឲ្យមែនតែនព្រោះគេមិនមែនគេខ្ទាស់រដ្ឋាភិបាលឃើញធ្វើអីមិនត្រូវហ្នឹងគេឲ្យកែតម្រង់ហ្នឹងមិនមែនបានន័យថាគេស្អប់សន្តិភាពទេអស់លោកកំពុលក្ដួចពេកអ្នកណាក៏គេស្រឡាញ់សន្តិភាពដែរអូចឹងពេលបងប្អូនអញ្ចឹងយើងត្រូវប្រាប់ថាបាយហ្នឹងអត់ឆ្ងាញ់ទេហូបអត់កើតទេអូយើងមមគ្នាប្រឆាំងបាយអញ្ចឹងយើងប្រឆាំងបាយដល់ពេលដែលយើងនិយាយបាយអត់ឆ្ងាញ់យើងប្រឆាំងបាយមែនវាអត់ទេគឺយើងរស់ដោយសារទទួលទានបាយក៏ប៉ុន្តែបាយនឹងវាហូបវាមិនកើតអញ្ចឹងគ្រាន់តែស្រែកតែហូបអត់កើតអញ្ចឹងយើងខ្ទាស់យើងអត់អញ្ចឹងបាច់ហូបហ្មងយើងអាចនិយាយអញ្ចឹងកើតដែរអូកូនយើងដែលយំតធាក់ជើងនៅដីខ្ញុំអត់ញ៉ាំទេអានឹងខ្ញុំអត់ឆ្ងាញ់អត់ចូលចិត្តបើអត់ញ៉ាំអត់បដ ாய் ទៅអូយើងចុកសុកចិត្តឲ្យកូនអត់ទទួលទានអត់ញ៉ាំអាហារអីឲ្យកូនរីងរៃស្គមបងអត់អាហារកូនមែននៅពេលដែលកូនគ្នាមិនចង់មែនតែគ្នាអត់ចង់ញ៉ាំបាយទេគ្នាឃ្លានប៉ុន្តែអាហារដែលគ្នាញ៉ាំនឹងវាអត់ឆ្ងាញ់អត់ចូលចិត្តអស់លោកមានកូនមានចៅអស់លោកយល់ហើយមិនអញ្ចឹងហើយយើងនៅមិនកុំឲ្យកូននឹងកាច់យើងបានតែធាក់ទៅយំទៅតែឃ្លានហូបឯងយើងអាចធ្វើអញ្ចឹងបានប៉ុន្តែនិស័យក្មេងគេគ្នាធ្វើម៉េចបើគ្នាអត់ចូលចិត្តណាឲ្យគ្នាហូបឧទាហរណ៍ឲ្យគ្នាហូបបន្លែក្មេងហូបបន្លែក្មេង95%អីអត់ចូលចិត្តទេបន្លែព្រោះអីវាជានិស័យធម្មជាតិដែលក្មេងកើតមកកុំបន្ទោសក្មេងរឿងអត់ចូលចិត្តហូបបន្លែព្រោះធម្មជាតិបង្កើតក្មេងមកពេលដែលគ្នាធំដឹងក្តីតាំងពីនៅក្នុងពោះ
គឺគ្នាជញ្ជក់តាមអាតងសុកម្ដាយហ្នឹងគឺជាអាហាររាវហេតុអីបានជាក្មេងជញ្ជក់អាហាររាវតាំងពីក្នុងតងសុកមកតាំងក្នុងផ្ទៃ9 ខែ 10 ថ្ងៃហ្នឹងមកអត់មានអាហាររឹងទេគឺស៊ាំនឹងធម្មជាតិនៃអាហាររាវដែលជញ្ជក់តាមតងសុកហ្នឹងមកគ្នាអត់ចេះតែពៀទេអញ្ចឹងទារកអត់ចេះតែពៀទេតាំងពីតូចមកហ្នឹងគឺដាក់អីដែលធំដែលដុំគឺស្លាក់ព្រោះគ្នាអត់ចេះតែពៀដាក់ទៅលេបតែម្ដងតែអញ្ចឹងជាធម្មជាតិរបស់ទារកសូម្បីតែធំដឹងក្តីចាប់ផ្ដើមអីបន្តិចមកតើតែយើងបង្រៀនហើយឲ្យបន្លែហ្នឹងហូបគឺក្មេងជាធម្មជាតិសូម្បីចាស់យើងក៏អត់ដែលបន្លែចាស់អីតែអស់ថ្មិញអស់អីបងប្អូនហើយតែហ៊ានធំដុំអីបន្តិចស្លាក់គាត់ស្លាប់ហាយើងត្រូវមើលផងចាស់ហ្នឹងកុំឆ្ងាញ់មាត់តែយើងហើយកលីងឈូកអីយកទៅជូនយាយអីគាត់ទទួលទានមិនបានទេព្រោះថ្មិញអស់ពីមាត់ហើយបានតែញញជក់យកអំបិលអីហ្នឹងទេអញ្ចឹងយើងត្រូវយល់រឿងហ្នឹងអញ្ចឹងក្មេងដូចគ្នាអញ្ចឹងតកើតមកពេលដែលធំដឹងក្តីបន្តិចបើយើងអត់បង្រៀនឲ្យក្មេងហ្នឹងហូបបន្លែគឺក្មេងជាធម្មជាតិគឺអត់ចូលចិត្តបន្លែទេចូលចិត្តបឺតទឹកដែលរាវឲ្យព្រោះអីអាហ្នឹងជាធម្មជាតិការពារខ្លាច់ស្លាក់ហើយដល់ពេលចេញជាដុំបន្លែគ្នាតើកិនវាឲ្យម៉ត់អាហ្នឹងបានគ្នាញ៉ាំហើយបើចេញជាដុំការ៉ុតដុំអីចឹងតែចាស់ក៏តែពិបាកទៅពៀផងអាហ្នឹងយើងត្រូវយល់ប៉ុន្តែមិនមែនបានន័យតែក្មេងអត់ញ៉ាំបន្លែគឺយើងគិតថាអត់ឲ្យគ្នាញ៉ាំហ្មងដាច់ពោះហ្មងអត់ទេដូចគ្នានឹងសន្តិភាពអញ្ចឹងពេលដែលគេថាត្រូវការកែតម្រង់អត់ត្រូវធ្វើដោយឥឡូវទេយើងទៅយកផ្លាកអគុណសន្តិភាពយកមកដាក់ពាំងនៅមុខនឹងភ្លាមម៉េចប្រឆាំងសន្តិភាពមែនអស់លោកបោកប្រជាពលរដ្ឋច្រើនឆ្នាំពេកដល់ប្រជាពលរដ្ឋគ្នាអត់ហ៊ាននិយាយអីជួនកាលនឹងថាអីខ្លួនឯងធ្វើនឹងក៏ត្រូវមិនមែនចឹងទេម្ដងទៀតគិតឡើងវិញពេលដែលគេចង់ឲ្យកែតម្រង់គេមិនពេញចិត្តនឹងរឿងអីចង់ឲ្យស្ដារសិទ្ធិមនុស្សឲ្យប្រជាធិបតេយ្យមិនមែនគេចង់បានសង្គ្រាមទេគឺគេចង់បានឲ្យមានប្រជាធិបតេយ្យដែលសមរម្យគេចង់ឲ្យបានមកហូប3មុខឧទាហរណ៍នៅលើតុហ្នឹងឲ្យគេអាចហូបបានដែរចុះហេតុអីបានហូបបានតែអស់លោកហើយដល់គេដទៃទៀតហូបអត់បានយើងថាអត់ទេត្រូវតែហូបចឹងហ្មងព្រោះមានតែមកហូបអញ្ចឹងវាមិនមែនទេលោកអាចធ្វើបានតើកូន4 5នាក់យើងមានកូនក៏ដឹងដែរកូនខ្លះស៊ីរើសកូនខ្លះរើសស៊ីខ្ញុំសូមអធិស្ឋានឲ្យសូមប្រើពាក្យស៊ីបន្តិចចោះព្រោះអីជាភាសាអ្នកស្រុកភាសាវាមិនត្រូវន័យដែលខ្ញុំចង់និយាយរឿងកំ pl ែងនេះទេកូនខ្ញុំមាន2ប្រភេទមួយគឺទទួលទានរើសមួយរើសទទួលទានបើខ្ញុំនិយាយចឹងបងប្អូនអត់យល់ទេកូនខ្ញុំមាន2ប្រភេទកូនតែ3នាក់ឯងមាន3ប្រភេទហ៎គឺប្រភេទស៊ីរើសនិងប្រភេទរើសស៊ីហេតុអីបានខ្ញុំនិយាយអញ្ចឹងកូនប្រុសខ្ញុំម្នាក់គឺជាកូនប្រភេទរើសស៊ីអត់មានខ្វល់ទេធ្លាក់ដល់ដីក៏រើសយកមកហូបដែរព្រោះអត់ជំទាស់អាហារអីទាំងអស់ស្អីក៏គាត់ទទួលទានដែរស្អីក៏គាត់ញ៉ាំដែរនេះគឺជាប្រភេទកូនដែលរើសស៊ីគឺតែធ្លាក់រើសមកទៀតហូបប្រឡាក់ដីអីក៏ដោយតោះតែយើងប្រាប់ថាកូនណាហ្នឹងក៏គ្រិចណាហូបអស់មួយកណាត់បាត់ហាញ៉ាំតែវាមិនស្អីខ្លះចូលមាត់បាត់ហើយមួយទៀតគឺស៊ីរើសហ្នឹងគឺខ្ញុំមានកូន2នាក់មកហូបពេញតុមានទាំងឡុកឡាក់មានហ្វីឡុងហ្វីឡេមានស្អីមានគ្រប់មានសឡមានស្អីមានបន្លែគាត់សួរមានមីឆាអត់ហើយយើងមាន5 6មុខហើយគាត់សួរមានមីឆាអត់ហើយមុខឲ្យឡើងជូរហួយទាំងពីរអ្នកបងប្អូនហើយយើងថាមកហូបពេញមុខហើយនេះឲ្យកូនឯងញ៉ាំសិនទៅអីព្រោះអីមីឆាគេថាគេអត់ញ៉ាំព្រោះអត់ចូលចិត្តហើយយើងធ្វើម៉េចយើងនាំគ្នាញ៉ាំទាំងអស់គ្នាទៅអ្នកដែលចូលចិត្តអាទាំងអ្នករើសស៊ីអ្នកស៊ីរើសសំទោសអាកូនរើសស៊ីហ្នឹងនាំគ្នាចេះតែញ៉ាំឲ្យចឹងទៅឲ្យសបាយទាំងអស់ឲ្យលាងចានផ្កាប់ចោលចឹងទៅចឹងកូន2នាក់ដែលរើសស៊ីហ្នឹងស៊ីរើសហ្នឹងគ្នាអត់ហូបទៅនៅរីងរៃចឹងហ្មងយើងលេបមិនចូលដូច្នេះជាឪពុកម្ដាយយើងដឹងហើយថាអាហ្នឹងវាលំបាកដែរថាចុះកូននឹងតម្រើសម្លេះចុះមានគ្រប់មុខហើយហេតុអីបានជាទៅរកអីវាអញ្ចឹងនៅក្នុងគ្រួសារវាអញ្ចឹងណាបងប្អូនម៉ែនគេឃ្លានម៉ែនមិនចង់ហូបបាយទេដូចគ្នានឹងពាក្យសន្តិភាពអញ្ចឹងម៉ែនអ្នកណាស្អប់សន្តិភាពកូនខ្ញុំអត់ដែលស្អប់បាយស្អប់ម្ហូបទេគ្រាន់តែថាម្ហូបគ្នាមិនចូលចិត្តគ្នាសុំអ្វីដែលគ្នាហូបបានដើម្បីរស់ដូចយើងបានដែរតា
ចុះខុសអីគ្រាន់តែគ្នាចង់បានរស់ដែរគ្នាមានស្អប់បាយស្អប់ម្ហូបឯណាគ្រាន់តែមិនចូលចិត្តមួយមុខពីរណានោះអញ្ចឹងយើងទាំងអស់គ្នាត្រូវតែសម្រួលទៅដើម្បីឲ្យគ្រួសារនេះមានសុភមង្គលបើកូនចង់បានមីឆាក៏ម៉ងមីឆាមកកុំឲ្យមានបរិយាកាសអ៊ូអាប់នៅក្នុងគ្រួសារឬក៏ទៅរករឿងថាកូននឹងតម្រើសកូននឹងអីព្រោះធ្វើមិននិស័យក្មេងពេលខ្លះវាអញ្ចឹងយើងសម្របសម្រួលទៅមានសុភមង្គលហើយកុំឆ្លោះគ្នារឿងទទួលទានអាហារញ៉ាំអីញ៉ាំទៅមានអីហូបទៅគឺត្រូវទិញត្រូវកំងអីកំងវាអត់ក្រដោយការញ៉ាំអាហារទេយើងក្រដោយសារលេងលបែងពាលាអាវ៉ាសែឬក៏ធ្វើអីផ្ដេសផ្ដាស់ដែលខ្វះការគ្រប់គ្រងអីអាហ្នឹងប៉ុន្តែការដែលទទួលទានអាហារជុំគ្រួសារឆ្ងាញ់ណាចង់ញ៉ាំអីញ៉ាំទៅយូរទៅវាឆ្អែតហើយអស់ចិត្តទៅលែងចង់ទៅរកម្ហូបអីមុខអីផ្សេងទៀតចឹងមកខ្ញុំចង់និយាយថាអញ្ចឹងអាការរើសស៊ីនិងស៊ីរើសហ្នឹងគឺវាមានបែបបត់ក៏ប៉ុន្តែយើងក៏មានជំរើសដែរតែសន្តិភាពយើងនៅស្រុកខ្មែរគឺជាសន្តិភាពចាប់បង្ខំត្រូវតែយកហូបមិនហូបគឺត្រូវតែហូបក្អួតមិនក្អួតគឺត្រូវតែហូបត្រូវតែក្អួតចឹងតែម្ដងហើយបើអត់ហូបដាច់ពោះងាប់ហ្មងព្រោះអីគេនឹងចោទថាយើងជាសត្រូវជាខ្មាំងជាអ្នកដែលជំទាស់បាយណែវិតីជាចេះគេចោទថាយើងស្អប់បាយយើងមានស្អប់បាយណាយើងស្អប់ម្ហូបអត់ឆ្ងាញ់ម្ហូបមាន100មុខយើងធ្វើតែអាមួយមុខដដែលហើយបខំឲ្យគ្នាញ៉ាំទៅអរគុណសន្តិភាពទៅបើអ្នកឯងប្រឆាំងគឺអ្នកឯងស្អប់សន្តិភាពមានតែមួយមុខគត់ដែលគណៈបកកណ្ដាលអំណាចធ្វើសពថ្ងៃសម្រាប់ប្រជាពលរដ្ឋឲ្យតែអ្នកណាខ្ទាស់រដ្ឋាភិបាលឬក៏មិនគ្រប់គ្រងនឹងដំណើរដឹកនាំដែលកើតមកឥឡូវទៅយល់លេសស្អីគ្រប់បែបយ៉ាងអភិវឌ្ឍមកថាគេខ្ទាស់សន្តិភាពនឹងតែមួយមុខគត់ហើយដល់ចឹងអ្នកណានិយាយអីខ្ទាស់គឺស្អប់សន្តិភាពគឺចាត់ទុកថាជាខ្មាំងសត្រូវអាក្រក់មែនតើចឹងដោយកូនអស់លោកចឹងបើសិនជាគាត់អត់ហូបបាយហើយគាត់ទារមុខម្ហូបផ្សេងទៀតហើយយើងឲ្យកូនដាច់ពោះស្លាប់តើយើងជាឪពុកម្ដាយតើមានចិត្តអណ្ដេរថៃប៉ុណ្ណាទៅដូចគ្នាវិលមកវិញពីរឿងសន្តិភាពរឿងការដែលមានតលយៈភាពអំណាចគឺយើងនឹងផ្ទៀងផ្ទាត់ឲ្យប្រជាពលរដ្ឋទាំងអស់ទទួលទានអាហារដែលគេពេញចិត្តដែរបើមានការផ្ទៀងផ្ទាត់អំណាចគឺគណៈបកប្រជាជនកម្ពុជាអត់អាចយកស្អីគេកតុឲ្យប្រជាប្រដ្ឋហូបហើយប្រាប់ថាអាហ្នឹងគឺជាបាយស្រូវសាលីឬស្រូវសមាលីខ្មែរការមដួលអីទេយើងសំងាយដាក់កតុឲ្យហូបវាប្រាប់ថាហូបបើអត់ហូបបើឲ្យនាំគ្នាថាទៅអាហ្នឹងផ្ការរំដួលហើយឆ្ងាញ់ទៅហើយទះដៃអបអសាទរទៅជ័យយោយើងបានអាហារ3ពេលឆ្ងាញ់គ្រាន់បើជាងបបរសម័យខ្មែរក្រហមដែរហើយយើងអួលកតុហ្នឹងចិត្តទៅទះដៃទៅយូរអ្នកដែលហូបកតុទាំងអស់ហ្នឹងលាមកដូចជ្រូកចឹងដែរព្រោះអីយើងនាំគ្នាអាជ័យធ្លាក់ទឹកហើយអើតែស្កយូរអាបាត់ជើងធំក៏បាត់អត់កើតព្រោះយើងស្រឡាញ់អាកតុហ្នឹងតែយើងថាជាស្រូវសមាលីជាស្រូវការរំដួលហើយយើងចិត្តតែលេបយូរអាខ្លួនឯងហ្នឹងដែលគ្រប់គ្រងអាការដែលអគុណសន្តិភាពខុសរឿងហ្នឹងក៏អួលកតុហ្នឹងដែរហើយដល់ពេលហើយគណៈបកប្រឆាំងតវ៉ាគេខ្មាំងគេអីតែខ្លួនឯងយូរក៏យ៉ាប់ដែរអញ្ចឹងហើយបានប្រជាធិបតេយ្យវាមានតម្លៃបែបនេះយើងអត់ហូបកតុហើយថាជាស្រូវសូម៉ាលីឬការលំដួលទេយើងអត់ចង់ញ៉ាំយើងចង់ញ៉ាំស្រូវសាលីឬក៏ចង់ញ៉ាំនំប៉័ងឬចង់ញ៉ាំអីក៏ដោយអាហារ3ពេលទៅតាមការចូលចិត្តហើយដោយសារតែមានតលយៈភាពអំណាចមិនជិះសេះលែងដៃគឺតំណាងឲ្យប្រជាពលរដ្ឋមួយក្រុមទៀតដែលអត់ហូបបន្លែឬក៏ចូលចិត្តហូបតែសាច់គេអាចហូបសាច់បានអ្នកឯងចូលចិត្តបន្លែហូបបន្លែចឹងធ្វើឲ្យនយោបាយហ្នឹងគឺវាមានតំណាងគ្រប់តែឥឡូវអត់ទេបោះឆ្នោតគ្រប់គ្រងគណៈបកប្រជាជនអត់សង្គ្រាមបោះឆ្នោតក្រៅពីគណៈបកប្រជាជនមានសង្គ្រាមបោះឆ្នោតប្រឆាំងនឹងបាយឆ្ងាញ់មិនឆ្ងាញ់គឺអ្នកឯងជាសត្រូវនឹងបាយហ្នឹងហ្មងគឺអ្នកឯងអត់ហូបហ្មងអញ្ចឹងវិលមករឿងការផ្ទៀងផ្ទាត់អំណាចនេះវិញអញ្ចឹងបានខ្ញុំលើកទឹកចិត្តឲ្យរដ្ឋាភិបាលមានគណៈបកប្រឆាំងក្នុងជួររដ្ឋាភិបាលវាមិនចង្រៃអីទេវាចង្រៃតែសម្រាប់ការក្រាញអំណាចរបស់ក្រុមគ្រួសារតកូលហ៊ុនយូទេប៉ុន្តែសម្រាប់ប្រជាពលរដ្ឋ18លាននាក់ទាំងប្រជាពលរដ្ឋគ្រប់គ្រងគណៈបកកណ្ដាលអំណាចហ្នឹងក៏បានផលពីឥទ្ធិពលរបស់គណៈបកប្រឆាំងដែរវាអត់បានផលតែក្រុមលួចជាតិទេក្រុមបំផ្លាញបកពួកនិយមលួចជាតិអាហ្នឹងគាត់នឹងខ្ចាយអាផលប្រយោជន៍ដែរប៉ុន្តែបងប្អូនត្រូវចាំណាបើពួកក្រុមលួចជាតិតែ5%ហ្នឹងដែលមានទ្រព្យទាំងអស់ទូទាំងប្រទេសហ្នឹងគាត់អាចលួចជាតិក្តោបក្តាប់អំណាចបានដោយសារមានគណៈបកប្រឆាំងជួយទាញទ្រព្យហ្នឹងមកឲ្យប្រជាពលរដ្ឋវិញបងប្អូនសាកគិតមើលតើប្រជាពលរដ្ឋ18លាននាក់នឹងបានទ្រព្យបានផលនឹងប្រមាណតែឥឡូវអត់ទេអត់មានអ្នកណាទប់ទេព្រោះអីអ្នកដែលលួចជាតិគឺសុទ្ធតែជាអ្នកសម្រេច
ធំនៅជួរថ្នាក់ដឹកនាំអីវិញដូច្នេះយើងទៅទប់មិនទៅកែមិនបានបើគេខាត់ប្រយោជន៍គេប្រជាពលរដ្ឋយូរគេដាក់មកដុំយូរគេឲ្យរំវងជប់លៀងអីអញ្ចឹងទៅផឹកក្អាយមកពេលយូរគេតឡើងលុយ$2សម្រាប់ប្រាក់ដែលគេឡើងដល់100អស់ហើយយើង$2ហ្នឹងអរគុណរដ្ឋាភិបាលងាប់ហើយនេះគឺជានយោបាយប្រជាពិធដ្ឋហើយយើងអត់មើលឃើញអំពីប្រជាធិបតេយ្យហើយគេនៅបោកយើងរហូតហើយបងប្អូននឹងស្រឹមស្ដាប់ចម្រៀងអញ្ចឹងទៅឥឡូវវិលមករឿងការទៀមទាត់អំណាចមិនជីសេះឡើងដែរឃើញនៅអាមេរិកគឺគេមានប្រសិទ្ធភាពឯងបងប្អូនដល់តែមានប្រសិទ្ធភាពវាយូរនីតិវិធីមែនប៉ុន្តែគេក៏អាចកែប្រែអត់ឲ្យអ្នកណាម្នាក់ជីសេះលែងដៃហើយបានប្រយោជន៍ទៅអ្នកណាបងប្អូនគឺបានប្រយោជន៍ទៅប្រទេសដែលអាមេរិកត្រូវបញ្ជូនឯកអគ្គរដ្ឋទូតនឹងទៅឥឡូវកម្ពុជាឥឡូវចំណុចទី2ដែលខ្ញុំនិយាយផុតពីរឿងនីតិវិធីហើយរឿងការផ្ទៀងផ្ទាត់អំណាចឥទ្ធិពលគណៈបកប្រឆាំងរឿងនយោបាយនេះគឺគណៈបកប្រឆាំងក៏មានឥទ្ធិពលដែរបងប្អូនត្រូវចាំថានៅសហរដ្ឋអាមេរិកនេះគណៈបកប្រជាធិបតេយ្យដែលជាគណៈបកប្រឆាំងរបស់លោកโจ Biden ពីមុនមកហ្នឹងហើយនឹងគណៈបកសាធារណរដ្ឋគឺគេផ្ទៀងផ្ទាត់អំណាចគ្នាគឺនៅប្រដំប្រសងគ្នាខ្លាំងណាស់មិនមែនអ្នកណាជិះសេះលែងដែរអញ្ចឹងខាងគណៈបកប្រជាធិបតេយ្យជាទូទៅក៏មិនខុសពីគណៈបកសាធារណរដ្ឋលោកត្រាំដែរគឺស្អប់ណាស់អំពើផ្ដាច់ការស្អប់ណាស់អំពើពុករលួយស្អប់ណាស់ការដែលបំផ្លាញសិទ្ធិមនុស្សនិងប្រជាធិបតេយ្យហើយរឿងកម្ពុជាអាស្រូវរឿងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យយូរហើយអាមេរិកទាំងលោក Ted Yoho ណាជំនាន់លោក Ted Yoho ជាអ្នកណាបងប្អូនលោក Ted Yoho គឺជាតំណាងរាស្ត្រនៅ Florida កូតារបស់គណៈបកសាធារណរដ្ឋតានេះកូតារបស់គណៈបកលោកត្រាំដែលជាគណៈបកកណ្ដាលអំណាចតាហើយលោក Ted Yoho នេះណាគឺជា champion គឺជាជើងឯកនៅក្នុងការតស៊ូមតិសរសេរច្បាប់សេចក្តីព្រាងច្បាប់ដើម្បីដាក់ទណ្ឌកម្មរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោកហ៊ុនសែននឹងពីរឿងរំលោភសិទ្ធិមនុស្សរំលោភប្រជាធិបតេយ្យឃើញកូតារបស់គណៈបកសាធារណរដ្ឋគេស្អប់ការរំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យចោះលោក Steve Chabot ជាអ្នកណាលោក Steve Chabot ក៏ជាតំណាងរាស្ត្ររបស់គណៈបកសាធារណរដ្ឋរបស់លោកត្រាំដែរសុទ្ធតែជើងឯកនៅក្នុងការតស៊ូមតិដើម្បីដាក់ទណ្ឌកម្មកម្ពុជាពីរឿងរំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យក៏ប៉ុន្តែនៅក្នុងហ្នឹងក៏មានភាគីនៃគណៈបកប្រជាធិបតេយ្យដែរដូចជាលោក Alan Lowenthal គាត់ឥឡូវឡើងជាតំណាងរាស្ត្រគាត់នៅជាតំណាងរាស្ត្រគាត់តស៊ូមតិដាក់ទណ្ឌកម្មកម្ពុជាស្នើច្បាប់ស្នើអីសពបែបយ៉ាងដើម្បីឲ្យខ្ជាក់ការរំលោភសិទ្ធិមនុស្សប្រជាធិបតេយ្យឲ្យផ្ដល់សិទ្ធិសេរីភាពឲ្យប្រជាពលរដ្ឋនឹងមកពីខាងគណៈបកប្រជាធិបតេយ្យក្រៅពីលោក Steve Chabot មានណាលោក Alan Lowenthal មានតំណាងរាស្ត្រមកកណដូចខាងគណៈបកសាធារណប្រជាធិបតេយ្យដូចជាលោកសមាជិកព្រឹទ្ធសភាEd Markey ដូចជាលោកសមាជិកព្រឹទ្ធសភាអ្នកស្រី Elizabeth Warren ដូចជាសមាជិកស្អីក្នុងគណៈបកប្រជាធិបតេយ្យគេរួមគ្នាគឺគេអត់ពេញចិត្តនឹងអ្វីដែលកម្ពុជាធ្វើទេហើយឥឡូវនេះដោយសារតែអ្នកដែលកាន់អំណាចគឺជាគណៈបកសាធារណរដ្ឋតែគណៈបកប្រជាធិបតេយ្យគឺនៅតែស្អប់អាការអត់ស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យហើយតំណាងរាស្ត្រទាំងអស់ហ្នឹងនៅកាន់នៅក្នុងរដ្ឋសភាច្រើនហើយប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីនៅសហរដ្ឋអាមេរិកនៅតាមមណ្ឌលនៃរដ្ឋនីមួយៗគឺគេប្រាប់តំណាងរាស្ត្រគេហ្នឹងថាណែកុំបោះឆ្នោតគាំទ្រកូតាគណៈបកសាធារណរដ្ឋនៃតំណាងឯកអគ្គរដ្ឋទូតណាយកទៅប្រទេសកម្ពុជាលើកលែងតែកម្ពុជាស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យសិនណាឃើញយើងអត់បានទៀតទេដោយសាររឿងនយោបាយហ្នឹងគឺយើងអត់បានឯកអគ្គរដ្ឋទូតក៏ជាការខ្ទាស់អញ្ចឹងដែរដោយសារជំហរនយោបាយរបស់យើងហ្នឹងគឺយើងធ្វើឲ្យលំអៀងផ្នែកសិទ្ធិមនុស្សអីអញ្ចឹងទៅយើងធ្វើឲ្យមានការប៉ះពាល់ហើយរដ្ឋាភិបាលអាមេរិកគេថ្កោលទោសយើងគេអីចឹង EBA គេកាត់អស់ 20% GSP ក៏គេបកកឬក៏គេផ្អាកដូច្នេះតំណាងរាស្ត្រនៃគណៈបកប្រជាធិបតេយ្យហ្នឹងគឺគេជួយផ្ទៀងផ្ទាត់ថាណាកុំអាចដាក់បង្រៀនកម្ពុជាសិនឬក៏ប្រទេសណាដែលដឹកនាំបែបផ្ដាច់ការហ្នឹងថាគេមិនផ្ដល់តម្លៃឲ្យយើងទេព្រោះឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកមានតម្លៃណាស់សម្រាប់ប្រទេសនោះក៏ប៉ុន្តែគេគិតថាតម្លៃអីទៅយកឯកអគ្គរដ្ឋទូតទៅនៅក្នុងប្រទេសដែលកំពុងមានបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យវាអត់ទាន់បានល្អនេះក៏ជាការដាស់តឿនការរំលឹកប្រាប់ថាដើម្បីឲ្យមានឯកអគ្គរដ្ឋទូតគឺយើងត្រូវតែស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យអីអញ្ចឹងទៅកុំឲ្យខាងគណៈបកប្រជាធិបតេយ្យឬក៏អ្នកណាគេខ្ទាស់ហ្នឹងគឺគេមានហេតុផលក្នុងការខ្ទាស់
ឥឡូវយើងឲ្យដងដាវទៅគេក្នុងការខ្ទាស់ដោយសារសិទ្ធិមនុស្សប្រជាធិបតេយ្យយើងអត់ស្ដារអ្នកស្រីអ្នកកញ្ញាសេងធីរីដែលជាខ្មែរអាមេរិកក៏អត់ដោះលែងចេញពីពន្ធនាគារសកម្មជនបរិស្ថានអង្គការមេដាធម្មជាតិអីលាក់នឹងលាក់នៅជាប់ទាំងអស់ស្រុនស្រនសភាហើយឥឡូវហ្នឹងលោកកម្មសខាដោះលែងឲ្យនៅក្រៅឃុំប៉ុន្តែយកមកដាក់គុកឥតចិញ្ចាំងសัตว์មួយដែលជាប់ទ្រង់9ឆ្នាំមកប្រាប់ថាអូខ្ញុំមានចិត្តធွာខ្ញុំនឹងប្រឡែងសัตว์នេះឲ្យមានសេរីភាពយកចេញពីទ្រង់មកយកកស៊ូមួយយកមករុំស្លាប់ឲ្យបោះឲ្យគ្នាហើអាក្រក់ហួសហេតុហើយទៅមកររឿងគ្នាគ្រប់បែបយ៉ាងថាប៉ុណ្្នឹងហើយចង់បានអីទៀតក្រែងកាលមុននៅក្នុងទ្រង់ហ៎ក្នុងទ្រង់ពិតហើយក៏ប៉ុន្តែលែងគាត់មកនៅក្រៅឃុំនិស័យចាបគឺនិស័យហើនិស័យអ្នកធ្វើនយោបាយគឺធ្វើនយោបាយបើអត់ធ្វើនយោបាយសម្រាប់គាត់ទៅចង់និយាយចេះខ្ញុំនិយាយនៃធៀបវាមិនមែនឲ្យធ្វើបាបសម្រាប់លោកកឹមសុខាទេដូចសម្រាប់គាត់អញ្ចឹងនៅពេលដែលលោកសង្ឃមានស្បង់ចៃវរអត់ឲ្យសូត្រធម៌អត់ឲ្យទេសនាអត់ឲ្យបិណ្ឌបាតអត់ឲ្យរៀនបល័យធម៌អាហើយពាក់ស្បង់ចៃវរស្លាប់ហើយមានអីរស់សัตว์ចាបនៅក្នុងទ្រុងដកចេញពីទ្រុងអត់ឲ្យគ្នាហើថាឲ្យហើយកមកចងកស៊ូហើយឲ្យប្រឡែងទៅថ្ងៃធ្លាក់បាក់ជើងហើយទៅនៅហ្នឹងតិចទៀតឆ្មាឆ្កែសัตว์ចង្រៃអីផ្សេងទៀតហ្នឹងនឹងយាយីដល់អាយុជីវិតរបស់គ្នារស់ដូចស្លាប់ហើយទៅយើងគិតថាអាហ្នឹងគឺជាការធ្វើសម្បទានគឺជាការផ្សះផ្សាជាតិការសន្តោសប្រោះប្រណីបងប្អូនសួរខ្ញុំថាខ្ញុំប្រើពាក្យនយោបាយចិត្តជាទេវទត្តមាត់ជាទេវតាបងប្អូនសួរថាអាហ្នឹងមានន័យថាម៉េចពេលខ្លះខ្ញុំបញ្យល់មិនអស់ហើយបងប្អូនខ្ញុំបញ្យល់ក្នុងមួយ show អា show ក្រោយខ្ញុំគិតថាបងប្អូនតាមដានទៅក៏ចាំហើយតែបើខ្ញុំបញ្យល់ដដែលអញ្ចឹងបងប្អូនថាច្រេញតប៉ែដដែលចិត្តជាទេវទត្តមាត់ជាទេវតាហ្នឹងបានន័យថាចិត្តហ្នឹងវាអណ្ដេរថៃចិត្តអាក្រក់តែមាត់ហ្នឹងនិយាយពីល្អណែផ្សះផ្សាជាតិណាយើងបង្រួបបង្រួមជាតិខ្មែរមហាសាមគ្គីណាស់ខ្មែរយើងគ្មានសម័យណាដែលខ្មែរសាមគ្គីគ្នាដូចសម័យនេះទេប៉ុន្តែងើបមួយវាយមួយចាប់ដាក់គុកអាហែងស្អីអញត្រូវយកមកយកសាកសពក៏បានដែរក៏បួចនៅថៃក៏បួចនៅម៉ាឡេយកមកដាក់គុកនៅខ្មែរអ្នកណានេះតាមបៃដល់ផ្ទះអីអញ្ចឹងទៅហើយដល់ពេលអញ្ចឹងចិត្តយើងមាត់យើងនិយាយប្រាប់ប្រជាពលរដ្ឋយើងផ្សះផ្សាយើងសាមគ្គីយើងស្រឡាញ់ខ្មែរមហាគ្រួសារមិនចាត់ទុកថានរណាជាសត្រូវដល់ពេលយើងប្រព្រឹត្តគឺយើងធ្វើអញ្ចឹងអាហ្នឹងគេហៅចិត្តជាទេវទត្តមាត់ជាទេវតាយើងនិយាយល្អយកតែបងដល់ពេលការអនុវត្តទាំងស្រុងគឺក៏ក្រិចអីអញ្ចឹងទៅអានេះគឺអាក្រក់មែនតើខ្ញុំម្សិលមិញម្សិលមួយថ្ងៃខ្ញុំនិយាយអំពីពាក្យអង់គ្លេសមួយថា politically correct ដែលជាភាសាអង់គ្លេសចង់និយាយថាភាសាការទូតនិយាយមិននិយាយគួរសមមិនហ៊ាននិយាយចំភាសាការទូតនិយាយគួរសមមិនហ៊ាននិយាយចំហ្នឹងគឺជារឿងគ្រោះថ្នាក់មែនតើដឹងហើយឮហើយអត់ហ៊ានថាទេដូចលោកបណ្ឌិតកវីបញ្ញវន្តអីនៅស្រុកខ្មែរហ្នឹងសុកចិត្តជ័យធ្លាក់ទឹកហើយអើតាមគ្នាទៅតែស្កទៅដើម្បីនិយាយឲ្យស្របតាមរដ្ឋាភិបាលតែគិតថាពាក្យហ្នឹងគឺរដ្ឋាភិបាលគេនិយាយចឹងឲ្យគេថានិយាយមិនឲ្យរបៀបការទូតនិយាយកុំឲ្យចំខ្លាច់មិនសមអីមិនគួរអីចឹងអីចឹងប៉ុន្តែការពិតគឺនាំគ្នានិយាយចឹងទៅធ្វើឲ្យម្នាក់ចេះតែគិតខុសនាំគ្នាឃើញគោថាកបីហើយដល់ពេលទាំងអស់គ្នាអ្នកណាក៏ថាកបីអ្នកឃើញគោអត់ហ៊ានថាគោព្រោះអាគោហ្នឹងគឺជាពាក្យ politically correct ទេគឺត្រូវគឺយើងត្រូវនិយាយថាគោប៉ុន្តែអត់ទេនិយាយគោងាប់ហើយគេនិយាយកបីគ្រប់គ្នាយើងទៅជាមនុស្សភ្លីភ្លើដោយអារឿងស្អីគេអធិរាជអត់សម្លៀកបំពាក់នៅក្នុងវាំងអញ្ចឹងដែលម្នាក់នាំគ្នាមើលអធិរាជហ្នឹងអត់ស្លៀកអីសោះព្រោះចាញ់បោកអ្នកដែលធ្វើជាងដេសម្លៀកបំពាក់ឲ្យបកគោណាដែលអត់មានជាងដេអត់មានដាក់សម្លៀកបំពាក់ឬដាក់ក្រងស្អីសោះឲ្យបកគោណាចេះតែថាអីសម្លៀកសម្ពុតអីណាហូលប្រមួងអីស្អាតហើយអញ្ចឹងទៅហើយទៅនាំគ្នាចេះតែសរសើរថាស្អាតតាមពិតបកគោណាស្រាតសោះហើយដល់ពេលកូនក្មេងស្រែកមកថាស្រាតបានដឹងអាហ្នឹងដោយសារអ្នកវាំងហ្នឹងអត់ហ៊ានថាមើលឃើញអត់ស្អាតខ្លាចប្រមាថបច្ចេស្ដាស្ដាច់ខ្លាចយកទៅអាកកចោលចេះតែថាស្អាតយូរទៅស្ដាច់អត់មានដឹងនរណាជួយកែអីសោះធ្លាក់ទឹកដូចគ្នាសម្ងៃហ្នឹងថ្នាក់ដឹកនាំកម្ពុជាហ្នឹងដូចគ្នាអញ្ចឹងគឺម្នាក់នាំគ្នា
ពេលដែលមេដឹកនាំស្រាតយើងថាអូស្លៀកស្អាតណាអីអញ្ចឹងទៅដល់ពេលហើយបានដឹងថាស្រាតពួកអត់មានអ្នកណាប្រាប់ថាស្រាតផងគឺសិតតែល្អអញ្ចឹងសិតតែមន្ត្រីគ្រាប់លពៅរបស់គាត់តែកុំទៅបន្ទោសមន្ត្រីគ្រាប់លពៅគ្រាប់តរេនគ្រាប់ល្មុតអីនោះយើងត្រូវបន្ទោសខ្លួនឯងនៃការដឹកនាំដែលព្រមទទួលយកតែអាពាក្យបញ្ចាច់បញ្ចើហ្នឹងឥឡូវចូលដល់ចំណុចទី3មិញខ្ញុំនិយាយចំណុចទី2ពីរឿងនយោបាយឃើញទេនៅពេលដែលយើងធ្វើឲ្យនយោបាយអាប់អួរសិទ្ធិមនុស្សអាប់អួរគឺយើងធ្វើឲ្យរាំងស្ទះសពបែបយ៉ាងដល់គេមិនអាចនឹងតែងតាអគ្គរដ្ឋទូតឲ្យយើងលឿនទី3ចុងក្រោយគឺតំណាក់តំណងការទូតយើងល្អក់កកជាមួយអាមេរិកឥឡូវតើយ៉ាងម៉េចយើងទៅអែបចិនអាមេរិកគេបារម្ភណាស់ពីរឿងចិននេះមានអាគ្រឿងដែនសមុទ្ររៀមថាមានមជ្ឈមណ្ឌលឬក៏មូលដ្ឋានទ័ពចិននៅរៀមឥឡូវធ្វើពលានយន្តហោះនៅតារាសាគរនៅខេត្តកោះកុងនោះដែលអាចចុះយន្តហោះចម្បាំងចិនបានលុយ UDG របស់គម្រោងអភិវឌ្ឍចិនធំ Union Development Group របស់ចិននោះលុយពាន់លានដុល្លារបំផ្លាញប៉ះពាល់ប្រជាពលរដ្ឋខ្លោចផ្សាដែលរឹបអូសដីធ្លីគាត់នៅតំបន់ហ្នឹងដែលអត់ត្រូវការសោះទៅសង់ពលានយន្តហោះចោលកដាលព្រៃស្រោងដោយសារបានលុយគម្រោងអភិវឌ្ឍរបស់ចិនពាន់លានដុល្លារមិនដឹងយកមកដើម្បីអីហើយឲ្យគេសង្ស័យយើងពីរឿងធ្វើដើម្បីឲ្យយន្តហោះចិនបដិញយន្តហោះចម្បាំងចិនអាធំចុះបានគឺយើងធ្វើឲ្យគេមានមន្ទិលសពបែបយ៉ាងដោយសារអីយើងរំលាយសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យយើងស្អប់អាមេរិកយើងស្អប់ប្រទេសប្រចាំលោកតាមពិតរដ្ឋាភិបាលមែនតើមិនស្អប់ហ្មងទេប៉ុន្តែខឹងនឹងគេឲ្យស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យយើងមួម៉ៅនឹងគេហ្មងជួនកាលថាស្អីគេយើងមិនទៅសុំដង្ហើមអ្នកឯងដកទេខ្មែរគេចេះធ្វើខ្លួនឯងគេមិនស្ដាប់អ្នកឯងទៅមើលប្រជាធិបតេយ្យស្រុកអ្នកឯងកុំមកមើលស្រុកខ្មែរដល់យូរទៅចោតអាមេរិកចូលនៅក្នុងករណីលោកកឹមសុខាឥឡូវលោកកឹមសុខាណាតឡាការកពូលតឡាការសាឡាធររកឃើញថាលោកកឹមសុខាមានទោសផ្ដន់ទាទោសលោកកឹមសុខាឲ្យជាប់ពន្ធនាគារដាក់អាមេរិកជាអ្នកដែលសុំកលុំក្នុងការដែលផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាជាប់ឈ្មោះអាស្រូវអាមេរិកក្នុងនាមជាប្រទេសផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាអត់លើកលែងបទចោទហើយលោកកឹមសុខាអត់ប្តឹងទាស់ទៀតអាមេរិកជាប់ផុងនៅក្នុងហ្នឹងតើទំនាក់ទំនងយើងល្អកន្លែងណាទៅហើយដល់ពេលទំនាក់ទំនងការទូតអត់ល្អវាធ្វើឲ្យអាការសម្រេចហ្នឹងក៏នៅចាំយូរដែរឥឡូវចុះថៃវៀតណាមគេល្អត្រូវហើយប្រយោជន៍សេដ្ឋកិច្ចគេប្រយោជន៍បញ្ហានយោបាយសន្តិសុខសង្គមនិងសេដ្ឋកិច្ចគេវៀតណាមនិងថៃមានប្រយោជន៍សម្រាប់អាមេរិកច្រើនណាស់ដូច្នេះឃើញគេចាប់ផ្ដើមលឿនយើងគេទុកក្រោយគេទៅមិនដឹងថ្ងៃណាទេហើយកុំខកចិត្តអីធ្វើម៉េចបើយើងធ្វើអញ្ចឹងយើងធ្វើដដែលយើងរំពឹងលទ្ធផលចំពោះខ្ញុំណាគឺជាការដែលបើនិយាយពីរឿងបច្ចេកទេសថាសព្រឹទ្ធសភាប្រើពេលយូរអីទៅដូសៀនឹងវាកោចាល់អីអាហ្នឹងវារួចខ្លួនកម្ពុជាថាប្រទេសច្រើនផ្សេងទៀតគេអត់ទាន់មានឯកអគ្គរដ្ឋទូតប្រហែល20 30ប្រទេសអត់ទាន់មានដែរហេតុអីក៏យើងមករករឿងតែកម្ពុជាអាហ្នឹងយើងរៀងមើលទៅរៀងស្រាលតិចណាប៉ុន្តែបើយើងមើលឲ្យជ្រៅជាងហ្នឹងណាអារឿងបច្ចេកទេសព្រឹទ្ធសភាហ្នឹងណាវាជារឿងបច្ចេកទេសល្មមឯអារឿងខ្លាំងជាងគេគឺរឿងបញ្ហាសិទ្ធិមនុស្សប្រជាធិបតេយ្យនិងរឿងទំនាក់ទំនងការទូតជាមួយនឹងអាមេរិកហ្នឹងតែម្ដងដែលធ្វើឲ្យខ្ទាស់យូរហើយបើយើងស្ដារទៅគឺយើងបានយូរក៏មិនយូរខ្លាំងគឺយ៉ាងច្រើនត្រឹមដូចវៀតណាមដូចថៃអីដែលគេមានឯកអគ្គរដ្ឋទូតថ្មីអស់នៅយើងតើនៅលើឆាកអន្តរជាតិយើងមានមុខមាត់ឯណាដែលថាយើងនឹងត្រូវបានគេទទួលស្គាល់យើងពេញមុខពេញមាត់អីអញ្ចឹងគេនេះគឺជាសារប្រាប់មេដឹកនាំខ្មែរតើថាដូររបៀបដឹកនាំរដ្ឋនេះចេញកុំធ្វើដូច្នេះតទៅទៀតបើធ្វើដូច្នេះតទៅទៀតគឺយើងធ្វើរឿងដដែលរំពឹងលទ្ធផលថ្មីគឺយើងនឹងអន្តរាយហើយខ្ញុំនិយាយយកតែប៉ុនទេអត់មានទៅនិយាយចង់ឲ្យរដ្ឋាភិបាលនេះលលាយឲ្យក្រុមបកពួកក្រុមគ្រួសារនេះចុះនរកអីអត់ទេខ្ញុំចង់ឲ្យកែទៅដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់បានរស់នៅក្នុងសុខសន្តិភាពអរគុណសន្តិភាពពេញមាត់ផងហើយអាស្រ័យផលទាំង18លានអ្នកផងដោយទាំងអ្នកគ្រប់គ្រងគណៈបកប្រជាជនកម្ពុជានឹងទៀតវាអត់មានបានផលអីតែគណៈបកប្រឆាំងទេហើយមុខមាត់ជាតិយើងលើឆាកអន្តរជាតិក៏ប្រសើរហើយយើងធ្វើឲ្យប្រសើរប្រជាពលរដ្ឋខ្មែរក៏មូលមាត់គ្នាស្រឡាញ់គ្នាជាមហាគ្រួសារខ្មែរតែយើងចង់បានអីគេទៀតក្រៅតែពីប៉ុណ្ណឹងអស់លោកចង់បានអីទៀតឲ្យប្រកបចឹងជីវិតចុងក្រោយអស់លោកហ្នឹងគឺត្រូវធ្វើរឿងហ្នឹងឲ្យបានទៅកុំឲ្យស្លាប់ទៅកូនចៅនៅជេរបតិចផ្ដាសាបាទរឿងទី2គឺតាក់តងថៃសាងសង់ប្រពុតបដិមា36អង្គ
ព្រមទាំងដំឡើងបង្គោលទង់ជាតិពីកន្លែងកម្ពុជាបានត្រឹមតែតវ៉ាលោកខ្សៃមិនខ្ចីប្តឹងថៃហើយខ្ញុំនឹងនិយាយឲ្យតវ៉ាអញ្ចឹងឲ្យកម្ពុជាប្តឹងថៃតវ៉ាលោកខ្សៃដែរព្រោះអីអត់ព្រមប្តឹងសោះថ្ងៃម្សិលមិញគឺក្រសួងការបរទេសកម្ពុជាថ្ងៃ29ខែឧសភាម្សិលមួយថ្ងៃគឺចេញសេចក្តីថ្លែងការណ៍ទៀតឯងបងប្អូនអាសេចក្តីថ្លែងការណ៍ហ្នឹងដឹងចេញប្រមាណ100 800 900ដងខ្ញុំអានឡើងស្វាំអីហ្នឹងវាដដែលបងប្អូនដដែលតែធ្វើម៉េចបើគាត់ធ្វើអីទៀតក្រៅពីហ្នឹងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជានិយាយចេះថារដ្ឋាភិបាលកម្ពុជាតវ៉ាផ្លូវការប្រឆាំងនឹងការបន្តរំលោភបំពានរបស់ភាគីថៃមកលើដែនអធិបតេយ្យរបស់កម្ពុជានៅក្នុងតំបន់ដែលកងទ័ពថៃបានកាន់កាប់ដោយខុសច្បាប់តដែលសារហ្នឹងគឺគេកាន់កាប់ដោយខុសច្បាប់បើទោះបីយើងសញ្ញេឲ្យគេក៏ដោយបានហារឿងដែលថៃគេថាយើងចោទគេថាកាន់កាប់ដោយខុសច្បាប់ហ្នឹងថៃថាអត់អាចនិយាយមួយខ្មែរបានទេព្រោះយើងអត់ស្មោះត្រង់យើងសញ្ញេឲ្យគេហើយឥឡូវយើងថាគេកាន់កាប់ដោយខុសច្បាប់ហើយរទៅប្តឹងនៅឬក៏តវ៉ានៅអង្គការសហប្រជាជាតិឬក៏ឆាកអន្តរជាតិសារព័ត៌មានអីថៃគេថាទៅលៀបពណ៌គេឲ្យខូចឈ្មោះគេអញ្ចឹងគេអត់ចង់ចរចាជាមួយយើងហើយគេរករឿងរលុប MOU នេះរលុប MOU នេះហើយយើងត្រូវតែអោបជើងថៃដើម្បីឲ្យគេចរចាដល់ពេលដែលយើងនិយាយអញ្ចឹងយើងចរចាមិនពីអ្នកប្តីប្រពន្ធអត់ត្រូវគ្នាបោចសក់គ្នាវាយដេ4 10ធ្នេហើយយើងចង់ត្រូវគ្នាយើងកាន់ដបងណាវាយខ្ញុំថ្ងៃមុនអស់ច្រើនធ្នេប្រយ័ត្នឲ្យមែនតើខ្ញុំអីចឹងខ្ញុំអត់ពេញចិត្តនឹងទង្វើហ្នឹងឯងហើយយើងទៅត្រូវគ្នាហ្មងឥឡូវបើយើងនិយាយចឹងបើយើងនិយាយថាអូណែវាយខ្ញុំពីមុនណា4 10ធ្នេឥឡូវយើងបំភ្លេចអាហ្នឹងចោលសិនណាយើងនាំគ្នាស្ដាតំណហ្នឹងល្អឡើងវិញទៅជជែកគ្នាសិនហើយចាំដោះស្រាយអាហ្នឹងតាមក្រោយអីចឹងព្រោះយើងមានកូនចៅត្រូវមើលថែមានការទទួលខុសត្រូវអីផ្សេងទៀតខ្មាស់គេខ្មាស់អីអញ្ចឹងបើនិយាយអញ្ចឹងវាដូចអាចធូរជាងដល់អញ្ចឹងនៅតែនិយាយពីរឿងវាយដេ10ធ្នេហ្នឹងហើយទៅចោតអារឿងវាយហ្នឹងវាមានវាយទៅវាយមកយើងទៅចោតតាមម្ខាងហ្នឹងថាវាយខ្លួនឯងរហូតចឹងអាម្ខាងទៀតហ្នឹងគេថាអេអត់ទេអញ្ចឹងវាអត់ត្រូវគ្នាទេហើយច្រើនអ្នកណាដើម្បីដោះស្រាយបានបើយើងឆ្លោះគ្នាពីរនាក់នៅក្នុងគ្រួសារយ៉ាងហោចណាស់ក៏សួរឪម៉ែយើងដែរមិនអញ្ចឹងហ៎ឪពុកម្ដាយយើងក៏អាចជួយយើងបានអស់ពីឪពុកម្ដាយជាដូនចតាអស់ពីជាដូនចតាវាទៅរកបងប្អូនសាច់ញាតិឬមេភូមិមេឃុំចៅសង្កាត់ឬប៉ូលីសស្អីតឡាការអីចឹងហោហែទៅអញ្ចឹងតែយើងនៅវល់តែគ្នាពីរនាក់ហ្នឹងឯងឥឡូវគាត់និយាយថាគេអត់គេគ្រប់គ្រងយើងហ្នឹងគឺខុសច្បាប់ហើយយើងសញ្ញេឲ្យគេក៏ដោយគ្រប់ខុសច្បាប់តែខ្ញុំបញ្យល់គាត់យកអាហេតុផលដែលសញ្ញេឲ្យគេហ្នឹងគាត់ថាអត់ខុសច្បាប់ទេអាសញ្ញេឲ្យគេហ្នឹងគេនៅខុសច្បាប់ទៅវិញណាឥឡូវចាំមើលតទៅទៀតគាត់ថាថៃតាំងពីថ្ងៃ27ខែធ្នូឆ្នាំ2025នេះមានកិច្ចព្រមព្រៀងមានសេចក្តីប្រកាសថ្លែងការណ៍ឲ្យថៃកាលឥឡូវកម្ពុជាតវ៉ាថ្មីនេះគឺទៀតហើយតវ៉ាច្រើនណាតវ៉ាថ្មីនេះគឺពាក់ព័ន្ធនឹងការសង់ប្រពុតបដិមាយ៉ាងតិចចំនួន36អង្គយ៉ាងតិចបានន័យថាច្រើនជាងនឹងទៀតនៅតនៅទីតាំងមួយចំនួនក្នុងខេត្តព្រះវិហារនិងអឺនៅខេត្តឧត្តរមានជ័យព្រមទាំងដំឡើងបង្គោលទង់ជាតិចំនួន2នៅក្នុងខេត្តព្រះវិហារបងប្អូនទង់ជាតិណាអត់អាចតម្លើងបាននៅក្នុងដែនដីដែលមានវិវាទគ្នាទេព្រោះពាក្យថាទង់ជាតិគឺជាទង់តំណាងឲ្យជាតិតើតែក្នុងដែនអធិបតេយ្យរបស់ប្រទេសណាមួយបានលើកទង់ជាតិនឹងបានព្រោះបើអត់មានដែនអធិបតេយ្យលើកមិនតើតែយើងទៀមទាដែនអធិបតេយ្យហ្នឹងជារបស់យើងហើយបានលើកបានឥឡូវលើកបានន័យថាថៃថាហ្នឹងជាដែនអធិបតេយ្យរបស់គេហើយយើងតវ៉ាឥឡូវស្ដាប់ក្រសួងការបរទេសតវ៉ាហើយបកស្រាយគាត់និយាយថាដីដែលថៃកំពុងគ្រប់គ្រងទាំងអស់ហ្នឹងគឺជាការគ្រប់គ្រងដោយខុសច្បាប់ទេគាត់យកមាត្រាចំណុច2នៃសេចក្តីថ្លែងការណ៍រួមតែគេប្រកាសរួមគាត់ថាអញ្ចេះភាគីទាំងពីរឯកភាពគ្នាការភាគីទាំងពីរឯកភាពគ្នារក្សាការឈរជើងរបស់កម្លាំងរៀងខ្លួននៅទីតាំងបច្ចុប្បន្នឯកភាពឈរជើងនៅទីតាំងបច្ចុប្បន្នបានន័យថាម៉េចបងប្អូនអ្នកណានៅកន្លែងណាអ្នកនឹងនៅកន្លែងហ្នឹងនេះនៅក្នុងប្រការ2ណាអញ្ចឹងកម្ពុជាយកអាហ្នឹងមកប្រាប់ថៃវិញថានៅក្នុងសេចក្តីថ្លែងការណ៍រួមហ្នឹងគឺយើងនិយាយគ្នាច្បាស់ហើយអ្នកណានៅហ្នឹង
ហេតុអីបានអ្នកឯងបំពេញអូខេហើយប្រាប់ទៀតថានៅក្នុងខហ្នឹងនិយាយថាមិនត្រូវធ្វើសកម្មភាពចល័តកងទ័ពបន្ថែមទៀតទេបានន័យថាអត់អាចថែមទ័ពបើទ័ពមានប្រមាណទុកនៅនឹងសិនបើដកទៅបានប៉ុន្តែបើថែមអត់ទេមិនត្រូវឲ្យមានការធ្វើសកម្មភាពចល័តកងកម្លាំងដោយរាប់បញ្ចូលទាំងការឈ្លានពាននៅទីតាំងរបស់ភាគីម្ខាងទៀតបានន័យថាអត់ឲ្យចល័តកម្លាំងឬក៏មកពាត់បលាលួសយកទីតាំងបន្ថែមទៀតទេខ្ញុំថាចំណុចពីរនេះណាគឺថៃអត់ខុសច្បាប់ទេនៅក្នុងករណីដែលកម្ពុជាអូខេឥឡូវនិយាយឲ្យស្រួលស្ដាប់បងប្អូននិយាយទៅថាខ្ញុំនឹងវល់ថៃឈ្លានពានដែនអធិបតេយ្យកម្ពុជាពីដំបូងអត់មានអីប្រកែកទេខ្ញុំថ្កោលទោសថៃដាច់អហង្ការថៃរំលោភច្បាប់ធម្មនុញ្ញអង្គការសហប្រជាជាតិថៃរំលោភច្បាប់ធម្មនុញ្ញអាស៊ានថៃរំលោភច្បាប់សពបែបយ៉ាងតាក់ទងនៅក្នុងការឈ្លានពានដែនអធិបតេយ្យកម្ពុជាតាំងពីថ្ងៃទី28ខែឧសភាឆ្នាំ2025ដែលបាញ់សម្លាប់លោកស៊ុនរ៉ោនមកម្លេះថៃឈ្លានពានប៉ុន្តែឈ្លានពានទ្រង់ទ្រាយធំនៅពេលដែលខែកក្កដាគឺពេលដែលថៃបាញ់វាយយកបាន10តំបន់ដោយទាំងភ្នំទ្រាប់ផងកាលហ្នឹងកម្ពុជាធ្លាក់មកជើងភ្នំថៃមកយកលើកពូលភ្នំនឹងទីផ្សេងទៀតអត់ទាន់យកប្រាសាទតាកបីបានតែយកប្រាសាទតាមាន់ធំបានអាហ្នឹងលើកទី1អាហ្នឹងឈ្លានពានសម្រាប់កងទ័ពយើងអស់មកកណោឈ្លានពានលើកទី2គឺវាយមកប្រាវធំនៅចុងម្ដុំខែធ្នូហ្នឹងចាប់ពីថ្ងៃ20ជាងហ្នឹង21មិនដឹងទេបាន7ថ្ងៃដែរហ្នឹងហើយទៅខ្ទេចខ្ទីអស់គ្រប់គ្រងបានតំបន់ច្រើនទីតាំងរហូតដល់60ជាងកន្លែងតែកម្ពុជាថាតែ14ទីតាំងឯកាត់ដំបងហ្នឹងអញ្ចឹងហើយដើម្បីកុំឲ្យថៃវាយយកច្រើនជាងហ្នឹងស្លាប់ទាហានស្លាប់អីប្រជាពលរដ្ឋជនភៀសឹកយើងមិនអាចទប់ថៃបានក៏ព្រមចុះហត្ថលេខាលើបទឈប់បាញ់ដែលបញ្ជាក់ថាអ្នកណានៅណានៅហ្នឹងបានន័យថាម៉េចបានន័យថាកម្ពុជាយល់ព្រមជាមួយភាគីថៃថាវាយបានប្រមាណគ្រប់គ្រងហ្នឹងសិនទៅណែឯងនៅហ្នឹងទៅអត់ខុសច្បាប់ទេណាអត់មានខុសច្បាប់ទេហើយខុសច្បាប់នៃអង្គើឈ្លានពានពីដើមឡើយពីថ្ងៃទី28ខែ5ឆ្នាំ2025ពីខែកក្កដាឆ្នាំ2025ខែធ្នូឆ្នាំ2025នឹងដែរគឺខុសច្បាប់ទាំង3នៅពេលដែលឈ្លានពានកម្ពុជាអង្គើហ្នឹងគឺជាអង្គើខុសច្បាប់អត់មានលើកលែងថៃទេកម្ពុជាអាចប្តឹងថៃបានគ្រប់ពេលសូម្បីតែពេលហ្នឹងក៏ប្តឹងថៃបានដែរព្រោះអត់ជាប់លក្ខខណ្ឌនៃបទឈប់បាញ់នេះទេព្រោះអីថៃឈ្លានពានមកខ្មែរអត់ទាន់បានប្តឹងទេលោកសួនរ៉ោនក៏ថៃអត់បានប្តឹងបាញ់លើកទី2ក៏ថៃសំទោបាញ់លោកសម្រាប់លោកសួនរ៉ោនក៏ខ្មែរបានប្តឹងថៃបាញ់លើកទី2យកបានប្រាសាទតាមាន់ធំហើយនឹងភ្នំទ្រាប់ក៏ខ្មែរអត់ទាន់បានប្តឹងថៃទៅតុលាការព្រំប្រទានអន្តរជាតិកុំនិយាយរឿងយុត្តិធម៌អន្តរជាតិទុកម្ដុំសិនព្រំប្រទានអន្តរជាតិពីបទល្មើសព្រំប្រទានដែលប្រព្រឹត្តអក្រិតកម្មសង្គ្រាមអក្រិតកម្មប្រឆាំងមនុស្សជាតិឈ្លានពានដែនអធិបតេយ្យរដ្ឋកម្ពុជាអាហ្នឹងគឺខុសពី3 4បទល្មើសហើយខ្មែរអត់បានប្តឹងថៃទេណាហើយអាហ្នឹងប្តឹងបានគ្រប់ពេលទាំង3លើកហ្នឹងគឺខ្មែរប្តឹងថៃបានគ្រប់ពេលអត់តាក់ទងនឹងបទឈប់បាញ់ទេថៃខុសច្បាប់អត់មានប្រកែកទេក៏ប៉ុន្តែនៅពេលដែលកម្ពុជាចុះហត្ថលេខាជាមួយថៃឲ្យមានបទឈប់បាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025អង្គើថៃឈ្លានពានទាំងប្រមាណคล้ายទៅជាស្របច្បាប់វិញហេតុអីបានខ្ញុំថាអញ្ចឹងព្រោះអីយើងព្រមទទួលឲ្យគេនៅណានៅហ្នឹងប៉ុន្តែនៅណានៅហ្នឹងគឺយើងបើយើងនិយាយឲ្យស្មោះត្រង់ឲ្យពិតប្រកបគឺគួរតែអ្នកណានៅហ្នឹងតែក្នុងការដែលបាញ់គ្នាមកប្រាវលើកទី2ហ្នឹងឯងប៉ុន្តែថៃអត់អញ្ចឹងទេគឺយកមកកញ្ចប់ដាក់មកទាំងអស់តាំងពី28ខែឧសភាក៏ដាក់ក្នុងកញ្ចប់ហ្នឹងអាវាយគ្នាខែកក្កដាក៏ដាក់ក្នុងកញ្ចប់ហ្នឹងអាវាយគ្នាថ្ងៃ20ជាងខែធ្នូនេះក៏ដាក់ក្នុងកញ្ចប់ហ្នឹងដើម្បីឲ្យមានប័ណ្ណឈប់បាញ់មួយថ្ងៃ25ខែធ្នូឆ្នាំ27ខែធ្នូឆ្នាំ2025ដាក់មកកញ្ចប់ឲ្យកម្ពុជាយល់ព្រមដូច្នេះនៅពេលដែលលោកទាសីហាសញ្ញេថាអ្នកណានៅហ្នឹងព្រមឲ្យមានប័ណ្ណឈប់បាញ់គឺយើងទទួលស្គាល់ថាថៃគ្រប់គ្រងដែនអធិបតេយ្យរបស់យើងដោយស្របច្បាប់បាត់ទៅហើយហ្នឹងព្រោះបើយើងអត់ព្រមឲ្យគេទទួលស្របច្បាប់តែយើងសញ្ញេមិនហើយយើងឲ្យតបគេនៅលើដីយើងមិន
ban này tham mấy nó pe đại dương sỉ nhê khoao cứ dương toát trao làm pư kho bắp rồi bỏ thay tăng pi phây bảy u sphia tăng pi ngày thìประมาณ khai cả cả đà nắng hay nâng ngày khai thnu nắng cứ dương toát trao tầng rồi dương ắt ạch nâng đăng thay ban không cả này tha prom ai nè na nơi nắng đời tam rồi dạ bọt chụp bánh hai âm pơ để thay thưa kho bắp tầng việc tới chỉ tới bắp đời xa tại khai tổ tua squat tại cái ạch nơi nắng ba ta dương ai cái nơi nắng ba là mấy bà cái kho bắp nhầm pung tại ngào bởi cái kho bắp cứ dương ắt ạch sỉ nhé ai cái nơi nắng nơi nã ban dương mơ ai crai nâng Russia mới dương gì chẳng thằng tiệt ai môn ở đây tận tài tiệt bởi dương ắt sỉ nhé bắt chụp bánh nâng khaiประมาณ nè tiệt slap thể hiện ประมาณ nè tiệt slap chôn phía sắc ประมาณ sai nè tiệt để trâu rút cháo tiệt sầm bay đây khai ประมาณ đom tiệt để khaiไว้ở thay vô bàn ខ្ញុំអត់មានជំទាស់រឿងថាតែពេលចុះហត្ថលេខានឹងយើងបានសក់យើងអត់មានអាបញ្ហាក្តៅក្រហាយទាំងអស់នេះខ្ញុំអត់មានជំទាស់អីសោះហើយខ្ញុំអត់មានទៅលើកទឹកចិត្តឲ្យធ្វើសង្គ្រាមអីទេចង់ឲ្យតែសក់ជាមួយគ្នាតាសូម្បីតែវាយគ្នាជាមួយថៃខ្ញុំបានអង្វរបងប្អូនហើយកុំឲ្យជុលនិយមជាតិនិយមជ្រុលធ្វើពហិការស្អប់ជាតិសាសន៍ខ្មែរស្អប់ជាតិសាសន៍ថៃអីគ្នាមិនដឹងអីទេយើងឲ្យថាកុំឲ្យទុកទៅកំពុងនៅពេលដែលចប់អ្នកនយោបាយត្រូវរើគ្នាកុំឲ្យជាតិយើងឆ្លោះគ្នាទៅប្រជាជននិងប្រជាជនវាឆ្លោះគ្នាយូរឆ្នាំទៀតយើងមើលមុខគ្នាមិនត្រង់យើងមិនអាចភូមិផងលបងជាមួយគ្នាខ្ញុំអង្វរប៉ុន្តែបងប្អូនមករករឿងខ្ញុំសឹកខ្ញុំក្បត់ជាតិអារឿងពហិការផលិតផលគេកុំស្អប់ជនជាតិខ្មែរថៃខ្ញុំឲ្យស្អប់អ្នកនយោបាយស្មោកគ្រោកទាំងអាមេរិកទាំងថៃទាំងខ្មែរហ្នឹងឲ្យស្អប់ទៅទាំងទាហានអីហ្នឹងតែទាហានថៃមានបញ្ជាការថៃដែលស្មោកគ្រោកតែកុំឲ្យស្អប់ប្រជាពលរដ្ឋដែលជារាជសាមញ្ញគ្នាមិនដឹងអីទេបងប្អូនអត់ស្ដាប់ផងឲ្យមកថាខ្ញុំនឹងក្បត់ជាតិខ្ញុំអត់មានទៅគ្រប់គ្រងឲ្យមានសង្គ្រាមមានអីចម្បាំងរាំងជលក៏ប៉ុន្តែយើងត្រូវចាំថាយើងអត់មានអតិពលយោធាសេដ្ឋកិច្ចកម្លាំងប្រជាប្រដ្ឋទប់គេបានទេនេះគឺជាបរាជ័យយ៉ាងជាប្រវត្តិសាស្ត្រដែលយើងទឹមសម្ពោធអាវិមានឈ្នះខ្មែរក្រហមឈ្នះស្អីលាក់ហ្នឹងគឺយើងបរាជ័យធំណាស់នៅពេលនេះជាក្រុងនាមជាជាតិមួយគឺយើងបាក់យើងអាចការពារដែនអធិបតេយ្យរបស់យើងបានដូច្នេះយើងត្រូវតែបង្ខំចិត្តចុះហត្ថលេខាទទួលយករឿងដែលយើងគិតថាវាក្រំចិត្តតែបើយើងមិនទទួលប្រជាពលរដ្ឋស្លាប់ទាហានយើងស្លាប់ជនភាសឹកនឹងច្រើនសែនអ្នកដល់លានអ្នកទៀតហើយព្រំដែនអាចគេយកច្រើនកន្លែងទៀតអញ្ចឹងទប់ប៉ុណ្ណឹងបាននៅប៉ុណ្ណឹងដែរថៃយកបានតែប៉ុណ្ណឹងប្រជាពលរដ្ឋភាសឹកឥឡូវអាចទៅផ្ទះវិញបាននៅសល់តែ 29,000 នាក់អីអញ្ចឹងទៅហើយអឺយើងមើលតាហ៊ានអីយើងយកសាកសពយកអីមកធ្វើបន់ធ្វើអីសពបែបយ៉ាងប្រជាពលរដ្ឋចាប់ផ្ដើមប្រកបរបរចិញ្ចឹមជីវិតតាមសមាជីវធម្មតាខ្លះច្រើនហើយលើកឡើងតែតំបន់បឹងតគួនអូស្មាច់អីដែលប្រជាពលរដ្ឋទៅអត់បានហើយយើងក៏សង់ផ្ទះឲ្យជនភៀសសឹកជនភៀសអីនឹងបាន 3000 ខ្នងអីលាក់នឹងលាក់អីអញ្ចឹងទៅអ្វីវិលទៅរកភាពប្រក្រតីច្រើនហើយខ្ញុំអត់មានជំទាស់ទេសុំទោសក៏ប៉ុន្តែបើយើងមើលការពិតជាក់ស្ដែងគឺជាសម្បទានដែលយើងចោះចាញ់ថៃប្រគល់ដីឲ្យគេយើងមិនទទួលយកពាក្យនឹងបានក៏ហីចោះប៉ុន្តែយើងបាត់បង់អាសិទ្ធប្តឹងគេបាត់ទៅហើយនៅពេលដែលយើងព្រមឲ្យគេនៅណានៅហ្នឹងគឺយើងឲ្យអាកញ្ចប់3កញ្ចប់ហ្នឹងបញ្ចូលគ្នាគឺឲ្យគេនៅរស់គេឈ្លានពានដីយើងស្របច្បាប់ណាបងប្អូនហើយដល់ពេលយើងខកចុះហត្ថលេខាគេនៅណានៅហ្នឹងអត់ប្តឹងគេបានប្តឹងគេយ៉ាងម៉េចបើយើងចុះហត្ថលេខាហ្នឹងមានតែមួយយ៉ាងគត់គឺស្អំចិត្តប្រជាពលរដ្ឋខ្មែរយើងកុំឲ្យគិតថារដ្ឋាភិបាលខ្មែរអន់ពេកគេយកដីអស់ហើយយើងនៅស្ងៀមទៀតអញ្ចឹងហីគឺយើងមានតែប្រកែកតវ៉ាដើម្បីប្រាប់ប្រជាពលរដ្ឋខ្មែរថារដ្ឋាភិបាលខ្មែរអត់ទទួលស្គាល់ទេណាអត់ទទួលស្គាល់ដីថៃដីខ្មែរដែលថៃកំពុងតែគ្រប់គ្រងនឹងទេថាអានឹងគឺជាការគ្រប់គ្រងខុសច្បាប់គឺយើងក៏បាត់អាកិច្ចព្រមព្រៀងបាត់ឈប់បាញ់ខ្លួនឯងទៅហើយនឹងនៅពេលដែលថាអានឹងខុសច្បាប់បើខុសច្បាប់ហេតុអីបានជាយើងចុះហត្ថលេខាពីដើមទីមកពេលដែលយើងចុះហត្ថលេខាពីដើមទីមកមានសរសេរទេនេះនៅក្នុងប្រការ1ប្រការ2ហ្នឹងដាក់ថាដីហ្នឹងអត់ស្របច្បាប់ទេណាថៃគ្រប់គ្រងហ្នឹងអត់ស្របច្បាប់ទេបទដ្ឋាននៅណានៅហ្នឹងមែនតែដីហ្នឹងអត់ស្របច្បាប់ទេពេលដែលចរចាគ្នាត្រូវរើគ្នាជនភៀសសឹកវិលទៅរៀងខ្លួនហើយអស់ថៃត្រូវប្រគល់ដីទាំងអស់ហ្នឹងមកឲ្យកម្ពុជាវិញមានទេមានមេត្រាហ្នឹងសរសេរនៅក្នុងកិច្ចព្រមព្រៀងហ្នឹងហ៎អត់មានទេ
បានន័យថាម៉េចគឺយើងព្រមឲ្យថៃគ្រប់គ្រងដែនអធិបតេយ្យកម្ពុជាដោយស្របច្បាប់អត់មានខុសច្បាប់ទេព្រោះយើងជាប្រទេសសម័យតំណាងដោយរដ្ឋាភិបាលរបស់លោកហ៊ុនម៉ាណែតដែលមានលោកទាសីហាជារដ្ឋមន្ត្រីក្រសួងការពារជាតិគឺយើងទៅសញ្ញេក្នុងនាមតំណាងឲ្យប្រទេសកម្ពុជាប្រជាពលរដ្ឋកម្ពុជារដ្ឋាភិបាលទាំងមូលទៅសញ្ញេឲ្យគេព្រមនៅកន្លែងហ្នឹងដោយស្របច្បាប់តើយើងទៅថាគេខុសច្បាប់យ៉ាងម៉េចខ្ញុំនិយាយនេះមិនមែនបានន័យថាអញ្ចឹងយើងថាគេខុសច្បាប់អត់បានទេថាបានអត់មានខុសអីនៅក្នុងការថាទេប៉ុន្តែជាសារនយោបាយជាសារនយោបាយការទូតដើម្បីប្រាប់ទៅប្រជាពលរដ្ឋខ្មែរឲ្យស្អំចិត្តថាខ្មែរតវ៉ាគេដែរប៉ុន្តែនៅក្នុងពេលហ្នឹងគឺយើងសញ្ញេឲ្យគេហើយតែឥឡូវយើងគ្រាន់តែថាកុំឲ្យថាយើងអត់តវ៉ាអីសោះបាត់សិទ្ធតវ៉ាឆ្លោះសិទ្ធតវ៉ានេះបណ្ឌិតស្រុកខ្មែរគេនិយាយថាកម្ពុជាមិនឆ្លោះសិទ្ធតវ៉ាបងប្អូនយើងតវ៉ាជាមួយថៃដូចខ្ញុំនិយាយចឹងបើកុំតន់ចុះអាបត់ឈប់បាញ់នេះប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិពីរឿងភ្នំត្រប់ពីរឿងលោកសួនរោនពីរឿងបាញ់អាលើកទី1ហើយនឹងបាញ់អាលើកទី2ហ្នឹងគឺនិយាយទៅ3លើកហើយគឺយើងប្តឹងថៃបានគ្រប់ពេលទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនៅពេលដែលយើងអត់ទាន់ចុះហត្ថលេខាព្រមព្រៀងថាអ្នកណានៅណានៅហ្នឹងព្រោះអីយើងអត់ទទួលស្គាល់ទេដោយអ៊ុយក្រែននិងរុស្ស៊ីគឺថាទម្លាក់គ្រាប់ឲ្យណែឯងបានរាល់ថ្ងៃឥឡូវសាកទម្លាក់គ្រាប់មើលយកដ្រូនកុំថាឡើយយកដ្រូនទៅទម្លាក់គ្រាប់លើក្បាលតាហ៊ានថៃដែលនៅកាន់ដីខ្មែរនេះអាកន្លែងតំបន់យើងព្រមឲ្យគេកាន់គ្រាន់តែទៅក្បែរហ្នឹងក៏យើងប្រហោះដ្រូននៅលើដីយើងសោះហ្នឹងក៏គេរករឿងថាយើងបំពេញអាបត់ឈប់បាញ់ហ្នឹងដែរគ្រាន់តែយើងទៅក្បែរលបងហ្នឹងគេបាញ់ប្រាវមកថាយើងហ្នឹងបំពេញបត់ឈប់បាញ់ហ្នឹងគឺយើងញុះញង់ឲ្យមានភាពក្តៅជ្រួលច្បល់នៅព្រំដែនគេចោទយើងអញ្ចឹងទៅហើយគ្រាន់តែទៅក្បែរផងកុំថាឡើយដល់យើងចូលទៅក្នុងដែនអធិបតេយ្យរបស់ខ្មែរយើងដែលយើងប្រគល់ឲ្យគេដោយស្របច្បាប់ហើយឥឡូវគេខុសច្បាប់ប៉ុណ្ណាទៅខ្ញុំអត់យល់ខ្ញុំមកមែនតើខ្ញុំនិយាយនេះខ្ញុំចង់បានដីខ្មែរមកខ្មែរវិញណាស់ខ្ញុំអត់មាននិយាយដើម្បីឲ្យថៃឈ្នះទេខ្ញុំប្រាប់បងប្អូនដោយត្រង់គឺខ្ញុំឈឺចាប់ណាស់ខ្ញុំចង់បានដីនេះមកខ្មែរវិញអត់មានឲ្យបាត់សំបីតែ1មីលីម៉ែត្រហើយឲ្យថៃសងជំងឺចិត្តខ្មែរគ្រប់រឿងទៀតរឿងរាវច្រើនណាស់អត់មែនត្រូវចប់ត្រឹមប៉ុណ្ណឹងថៃអត់រួចខ្លួនត្រឹមប៉ុណ្ណឹងផងឥឡូវកម្ពុជាមកតវ៉ាហើយប្រាប់ថាអាការដែលគេគ្រប់គ្រងយើងខុសច្បាប់លើឆាកអន្តរជាតិគឺយើងជាមនុស្សកលិចខ្ញុំដឹងហើយថាវាជាការជ្រុលក្បាលក្រពើរបស់រដ្ឋាភិបាលខ្មែរធ្ងន់ណាស់នៅពេលដែលចុះហត្ថលេខាឲ្យមានបទឈប់បាញ់សុកចិត្តឲ្យគេគ្រប់គ្រងនៅកន្លែងណាព្រោះអីវាអកុសលត្រង់ថាពេលបាញ់គ្នាពី3ប្រាវនេះខ្មែរអត់បានរំលោភទន្ទ្រានដីថៃសំបីតែបានមួយដុំកម្លាំងរបស់យើងជាកម្លាំងទប់មិនកម្លាំងរុលទេយើងអត់អាចរុលទៅយកដីថែមទេហើយយើងក៏គ្មានតែចង់យកដីអ្នកណាដែរប្រវត្តិខ្មែរនេះមេដឹកនាំខ្មែរជំនាន់ណាក៏ដូចជំនាន់ណាដែរមិនដែលទៅបានដីគេម្ដុំទេមានតែបាត់ដីខ្លួនឯងគឺទម្លាប់យើងវាអញ្ចឹងដែរវាមិនមែនថាយើងមេដឹកនាំយើងអន់នេះយើងចង់និយាយថាមេដឹកនាំខ្មែរយើងគ្មានចេតនាលោភលន់ឈ្លានពានរដ្ឋដទៃទេវាជាសន្តានចិត្តល្អរបស់មេដឹកនាំខ្មែរដែរទេអញ្ចឹងនៅក្នុងន័យហ្នឹងគឺនៅពេលដែលយើងមានសន្តានចិត្តល្អយើងអត់ដែលចង់ឈ្លានពានរដ្ឋដទៃយើងអត់ចង់បានដីគេយើងចង់ថែរក្សាតែដីឯងតែកម្លាំងយើងខ្សោយពេលវាយប្រាវគេចូលមកយកដីយើងអស់ដល់ពេលយើងចុះហត្ថលេខាអ្នកណានៅណានៅហ្នឹងអ្នកណាអ្នកខាតគឺយើងអត់បានអីសោះតែម្ដងបងប្អូនកម្ពុជាខាតឡុងចុងហ្មងព្រោះអីយើងទី1យើងអត់វាយចូលដីគេទី2គេវាយចូលដីយើងដល់ព្រមអ្នកណានៅហ្នឹងបើយើងចូលបានគេប្រាប់5 10កន្លែងឲ្យដែរទៅហើយគេវាយចូលដីយើងថាយើងបានដីស្រែចោះហើយគេបានប្រាសាទអាហ្នឹងវាអាចប្រាសាទនឹងដីស្រែវាមិនស្មើភាពគ្នាទេប៉ុន្តែយើងបានដីគេខ្លះគេបានដីយើងខ្លះហើយទៅនៅណានៅហ្នឹងទៅយើងអាចទៅគ្រប់គ្រងអាដែនដីគេដើម្បីថ្ងៃក្រោយអាដីស្រែអីដែលយើងគ្រប់គ្រងបាន15 10កន្លែងដែលទាហានខ្មែរយើងវាយបានហ្នឹងនឹងអាចដោះដូរជាមួយនឹងអាប្រាសាទអីដែលគេគ្រប់គ្រងហ្នឹងដើម្បីឲ្យវាស្មើគ្នាវិញពេលដែលចប់ទៅសម្របសម្រួលណែឯងបាន5 10កន្លែងដែរខ្ញុំបាន4 10ចឹងយើងឲ្យវិលទៅរកសភាពដើមបានមកវិញអាហ្នឹងបានយុត្តិធម៌តែយើងមានយុត្តិធម៌មកពីណាសញ្ញេខ្វោកគេយកអស់ហើយហ្នឹងយើងគ្រាន់តែបានសុំតែសឹកកុំឲ្យគេបាញ់មកស្លាប់ទាហានយើងទៀតព្រោះយើងតដៃគេអត់បានថាហើយបានសុកហ្នឹងគឺសុកសន្តិភាពហ្នឹងប៉ុន្តែដីហ្នឹងគឺវានៅខាងគេហើយទៅយើងនៅពេលដែលជ្រុលក្បាលក្រពើដើម្បីសុខសន្តិភាពពិតមែនហើយដើម្បីឲ្យប្រជាពលរដ្ឋកុំស្លាប់ទៀតទាហានកុំស្លាប់ទៀតវាល្អហើយ
ក៏ប៉ុន្តែគឺយើងអាសាច់ជូនខ្លា គឺបានន័យថាខ្លាស៊ីហើយដល់ពេលហើយយើងធ្វើយ៉ាងម៉េចទៅទាញសាច់ពីមាត់ខ្លាមកវិញទៅប្រាប់ថាខ្ញុំមិនអាចឲ្យអ្នកឯងបានទេព្រោះអីអ្នកឯងរំលោភបំពានប៉ុន្តែពេលសញ្ញេហត្ថលេខាមួយខ្លាហ្នឹងគឺយើងអត់បាននិយាយពាក្យហ្នឹងផងឥឡូវកម្ពុជាថាអញ្ចេះថារឿងថៃនៅដីខ្មែរបងប្អូនដីខ្មែរដែលនៅក្នុងការគ្រប់គ្រងរបស់ថៃពេលដែលយើងសញ្ញេឲ្យគេគ្រប់គ្រងហ្នឹងគឺគេគ្រប់គ្រងដោយស្របច្បាប់យើងអត់អាចទៅថាគេគ្រប់គ្រងដោយខុសច្បាប់ទេក៏ប៉ុន្តែដីដែលឧទាហរណ៍ថ្ងៃ27ខែធ្នូឆ្នាំ2025ចុះហត្ថលេខាថាមាន14ទីតាំងចុះអាហ្នឹងថាយើងព្រមថាវាយមកប្រាវហ្នឹងមានបទឈប់បាញ់ត្រឹមថ្ងៃ27ខែធ្នូឆ្នាំ2025ថៃគ្រប់គ្រង14ទីតាំងក៏ប៉ុន្តែស្រាប់តែពីក្រោយថ្ងៃទី27ខែធ្នូឆ្នាំ2025មកស្រាប់តែថៃថែមលបងថែមកុងតឺន័រថែមអីនៅទីតាំងថ្មីផ្សេងទៀតនេះអ្វីដូចតែលោកអ៊ុំសំអានរកឃើញនេះដែលដល់ទៅ62បើកម្ពុជាគិតថាតំបន់ដែលថៃគ្រប់គ្រងដំបូងក្នុងអាប័ណ្ណឈប់បាញ់ហ្នឹងមានតែ14ទីតាំងគឺ14ទីតាំងហ្នឹងថៃគ្រប់គ្រងមិនមែនខុសច្បាប់ទេណាយើងត្រូវឲ្យច្បាស់ទាំងអស់គ្នាកុំបោកប្រជាពលរដ្ឋហើយយើងទាំងអស់គ្នាក៏មិនចង់ឲ្យរដ្ឋាភិបាលមានកំហុសអីក៏បន្ទោសអីខ្លាំងពេកដែរបើសិនជាដីទាំង14ទីតាំងនៅក្នុង4ខេត្តដែលរដ្ឋាភិបាលតាមរយៈក្រសួងការបរទេសបានប្រកាសកាលពីថ្ងៃទី3ខែមករាឆ្នាំ2026ថាកម្ពុជាព្រមឲ្យថៃគ្រប់គ្រងតំបន់14ទីតាំងនៅ4ខេត្តនេះនៅក្នុងថ្ងៃទី27ខែធ្នូយើងមិនអាចថាតំបន់ដែលខ្មែរព្រមឲ្យថៃគ្រប់គ្រងទាំង14ទីតាំងហ្នឹងខុសច្បាប់បានទេពួកអីមានកិច្ចព្រមព្រៀងយើងព្រមថាអាហ្នឹងស្របច្បាប់យើងអត់អាចប្រកែកលើឆាកអន្តរជាតិណាក៏គេថាថៃគ្រប់គ្រងកម្ពុជាព្រមឲ្យគេនៅចឹងអត់មានខុសច្បាប់ទេជាការពិតប្រើកម្លាំងមកប៉ុន្តែកម្ពុជាអត់បានវាយទៅគេទប់គេបានទេព្រោះយើងទប់កម្លាំងគេជាប់អាហ្នឹងគឺថ្មិញសងដោយថ្មិញអាហ្នឹងរឿងវាយទៅវាយមកបើតែយើងខ្សោយជាងគេហើយគេគ្រប់គ្រងបានយើងសញ្ញេឲ្យគេនៅណានៅហ្នឹងអាហ្នឹងបោះគេហើយយើងអត់អាចទៅចរចាតតាយើងអាចទៅតតាំងគេថាអាហ្នឹងខុសច្បាប់បានទេព្រោះអីខុសច្បាប់តតែយើងកុំចុះហត្ថលេខាយើងវាយគេលុះខ្សៃតតែសល់តែហ៊ានយើងម្នាក់ចុងក្រោយហើយអស់ជំរឹះក៏យើងនៅតែឲ្យគេយកចោះតែយើងដកថយតែយើងមិនព្រមឲ្យមានបទជប់បាញ់អាហ្នឹងនៅតែជាដីយើងអាហ្នឹងនៅតែគេខុសច្បាប់អត់មានហត្ថលេខាបែបនេះប៉ុន្តែតែយើងចុះហត្ថលេខាគឺគេហើយអត់មានតែចោតថាគេជាអង្គើខុសច្បាប់បានទេខ្ញុំនិយាយពីរឿងផ្លូវច្បាប់ខ្ញុំអត់មាននិយាយការពីថៃទេណាបងប្អូនស្ដាប់ឲ្យច្បាស់ក៏ប៉ុន្តែនេះអ្វីដែលជាអង្គើខុសច្បាប់របស់ថៃនេះណាគឺដីដែលលើសពី14កន្លែងហ្នឹងដូចលោកអ៊ុំសំអានរកឃើញ62អញ្ចឹង14ដក62ប្រមាណបងប្អូនដី40ដី40កន្លែងជាងដី42កន្លែង14ដី38កន្លែង No 48កន្លែងដី48កន្លែងផ្សេងទៀតនេះបានរដ្ឋាភិបាលអាចចោទប្រកាន់ថៃថាអ្នកឯងកំពុងតែគ្រប់គ្រងដែនអធិបតេយ្យខ្មែរធ្វើសកម្មភាពដោយខុសច្បាប់ហើយបើថៃយករូបបដិមាឬជីកលេនដ្ឋានឬធ្វើស្អីក៏ដោយនៅក្នុងដែនដីទាំង48កន្លែងថ្មីនេះលើសពីអា14ទីតាំងមុនដែលយើងព្រមព្រៀងគ្នានេះធ្វើស្អីក៏ខុសដែរមិនចំពោះថាថៃធ្វើអីខុសទេបងប្អូនសូម្បីតែរំកិលហ្នឹងគឺយើងមានសិទ្ធទៅវាយបាញ់ទាហានថៃឲ្យដកថយពីអាតំបន់ផ្សេងព្រោះយើងអត់បានព្រមព្រៀងគ្នាអា48ទៀតហ្នឹងឯណាយើងបាត់ជប់បាញ់មានតែ18មាន14ហ្នឹងរឿងវាអញ្ចឹងតាបងប្អូនប៉ុន្តែមានណាកម្ពុជានឹងលឹមលំមិនដឹងថាអា14នឹងនៅកន្លែងណាក្រោយមកនឹងឮថាថៃថែមបាន12ទៀតក្រោយមកថែម4 10ទៀតក្រោយមកដល់ខេត្តបាត់ដំបងកំរៀងឯណាទៀតអត់មានយាមការអត់មាននិយាមការអត់មានស្អីច្បាស់លាស់ទេចិត្តតែថាទៅថែមឲ្យយើងចិត្តតែបាត់ហើយចិត្តតែតវ៉ាគេរហូតអញ្ចឹងកម្ពុជាខ្មែរយើងវល់អត់ដឹងបាត់ដីប្រមាណអត់ដឹងកន្លែងណាកន្លែងថ្មីអាកន្លែងណានៅក្នុងកិច្ចព្រមព្រៀងមុនអាកន្លែងណាគេទៅយកក្រោយចោះអារូបបដិមាហ្នឹងមកដាក់កន្លែងចុះបដិមាដាក់នៅក្នុងអាស្អីគេច្រកអានសេះភ្នំទ្របឬក៏ប្រាសាទតាកបីយើងទៅរករឿងគេមិនបានថាខុសបើអាកន្លែង14ហ្នឹងនៅក្នុងទីតាំងអាទីតាំងមួយចំនួននៅក្នុងទីតាំងទាំង14នៃអ្វីដែលក្រសួងការបរទេសនិយាយថាថៃព្រមឲ្យថៃគ្រប់គ្រងតាំងពីដើមតែមិនដឹងថាឥឡូវលើកក្រោយហ្នឹងគេដាក់នៅក្នុងអាទីតាំង48ថ្មីឬក៏យ៉ាងម៉េច
ជីកលេនដ្ឋានហ្នឹងអត់យើងវាអត់ដឹងរដ្ឋាភិបាលអត់ប្រាប់អត់មានយាមការថាឥឡូវពីថ្ងៃទី27ថៃគ្រប់គ្រងបានតែ14ទីតាំងនេះទេក្រៅពីនេះមកគឺថៃទន្ទ្រានឈ្លានពានថ្មីអញ្ចឹងយើងត្រូវតវ៉ាត្រូវប្តឹងអត់បើប្តឹងគេអា14ហ្នឹងមិនបានហើយចោះព្រោះអីយើងព្រមឲ្យគេនៅអា14ទីតាំងដំបូង4ខេត្តហ្នឹងខ្ញុំថាអូមានសិទ្ធស្របមានន័យសមរម្យដែរបើយើងព្រមឲ្យគេនៅឲ្យយើងអត់ប្តឹងយើងតែប្តឹងគេយើងក្បត់អាកិច្ចព្រមព្រៀងប៉ុន្តែដល់ពេលគេលុកលុយមកក្រោយបាត់ឈប់បាញ់ហ្នឹងដល់ទៅមក40កន្លែងជាងទៀតហើយយើងអត់ដឹងថានៅកន្លែងណាយើងទៅតវ៉ាអត់ប្តឹងគេដែលអធិបតេយ្យខ្លួនឯងគេជ្រុលចូលមកហួសបាត់ជប់បាញ់ហើយអត់តតាំងអត់រុញគេទៅវិញអត់ប្តឹងគេទៅអង្គការសហជីវជាតិតុលាការអន្តរជាតិហើយយើងនៅតែចេះថារាល់តការគ្រប់គ្រងរបស់ថៃនៅលើដីដែលរួមទាំងអាការចុះហត្ថលេខាលើកមុនហោះសុទ្ធតែជាសកម្មភាពខុសច្បាប់អត់មានអ្នកណាគេយល់ទេសហគមន៍អន្តរជាតិគេអត់យល់អស់លោកទេគេអត់ដឹងថាយើងវាវល់យ៉ាងម៉េចគេអត់ដឹងថាយើងចង់និយាយពីអីឥឡូវយើងនិយាយសំបីខ្មែរគ្នាឯងក៏អត់យល់ដែរខ្ញុំអត់យល់អស់លោកចង់និយាយថាដីខុសច្បាប់ហ្នឹងខុសកន្លែងណាខុសអាថ្មីហ្នឹងមែនបើខុសអាថ្មីហ្នឹងគឺយើងត្រូវសរសេរមកថាខុសអាថ្មីហើយអត់តវ៉ាទេខុសអាថ្មីហ្នឹងកម្ពុជាអត់តវ៉ាទេព្រោះតែខុសពីបတ်ឈប់បាញ់ហ្នឹងហើយគឺប្តឹងយកទៅអូថាពេលនៅជាប់បတ်ឈប់បាញ់ហ្នឹងយើងកុំប្តឹងគេអីថាយើងនឹងវាខូចពេកអីព្រោះអីយើងមានបတ်ឈប់បាញ់ហើយទៅប្តឹងថៃទៅអង្គការតុលាការព្រំប្រទានអន្តរជាតិយុទ្ធធរអន្តរជាតិវាហាក់បីដូចជាយើងចាប់ដៃជន់ជើងឬក៏ក្បត់អាបတ်ឈប់បាញ់នឹងអីតែយើងព្រមព្រៀងគ្នាថានឹងចរចាគ្នាអីអាហ្នឹងខ្ញុំស្ដាប់ទៅដូចជាមានហេតុផលប៉ុន្តែដល់ទៅពេលអាទីតាំងថ្មីដែលអត់មាននៅក្នុងកិច្ចព្រមព្រៀងបတ်ឈប់បាញ់សោះរួចទៅថៃបំពេញឈ្លានពានហើយទៅយើងអត់តតាំងគេយើងគ្រាន់តែតវ៉ាយើងអត់ប្តឹងគេអាហ្នឹងណាគឺជាការបាត់អធិបតេយ្យមួយដ៏ធ្ងន់យើងអត់អាចធ្វើអញ្ចឹងបានទេប្រជាពលរដ្ឋមិនអាចនឹងសុខចិត្តឲ្យអស់លោកបោកប្រាស់ប្រជាពិធថាតែយើងតវ៉ាតែគេមិនគ្រប់គ្រងដីយើងចាឥឡូវឧទាហរណ៍បើថៃគេមកចូលយកនៅកន្លែងណាផ្សេងទៀតនៅតំបន់ប៉ោយប៉ែតឬក៏តំបន់ណាខេត្តជាប់ព្រំដែននៅកោះកុងនៅអីថែមទៀតចឹងឧទាហរណ៍ហើយយើងថាតវ៉ាថាអានឹងតវ៉ាទៀតអត់មានតវ៉ាទេក្រៅពីតំបន់ដែលព្រមព្រៀងគ្នាចូលមកបាញ់ហ្មងព្រោះទាហានការពារជាតិត្រូវបាញ់ណាឯងដើម្បីការពារជាតិក្រែកបូជាដើម្បីជាតិនេះគឺជាភារកិច្ចក្នុងការពារជាតិបាញ់អត់មានឲ្យថៃរួចខ្លួនទេព្រោះណែឯងមកបំពេញចូលក្នុងដែនអធិបតេយ្យរបស់ខ្ញុំក៏ឃ្លឿនយ៉ាងនេះព្រោះអាចរចាគ្នាឲ្យរឿងម្ដុំតារឿងថ្មីនេះអត់មានអញ្ញាទេតែយើងអត់ឲ្យតែគេមកគេយើងថាខុសច្បាប់ទៀតទៅហើយតវ៉ាហើយកម្ពុជាគេយកសំអាងចេះចំណុចយកប្រកាស3នៅក្នុងអានេះហ្នឹងក៏ថាភាគីទាំងពីរឯកភាពគ្នាថារាល់ការព្រមព្រៀងក្នុងសេចក្តីប្រកាសនេះគឺមិនប៉ះពាល់ដល់ការដែលអូយដល់ហើយផ្នែកខ្ញុំការសំទោសបងប្អូនដោយសារតែ print ឯកសារមកវាតូចពេកហើយវ៉ែនតាខ្ញុំនេះគឺមើលចិត្តអត់បានទេតោះតែខ្ញុំដោះបានមើលបានហើយដល់ពេលដាក់ចេះទៅវាពិបាកអើយចាស់ហើយលោកតែយ៉ាងណាបងប្អូនខ្ញុំចង់និយាយថាកម្ពុជាថាព្រំដែនទាំងអស់ហ្នឹងថៃគ្រប់គ្រងមែនប៉ុន្តែប្រការ3គឺអត់មានប៉ះពាល់ដល់ការវាស់វែងព្រំដែនព្រំសីមាទេអាហ្នឹងឯងកម្ពុជាយកប្រការ3ហ្នឹងឲ្យបានចេះទៅរករឿងគេថាអាសញ្ញេទៅឲ្យគេគ្រប់គ្រងកន្លែងណាហ្នឹងខុសច្បាប់គាត់ថាចាំឲ្យវាស់វែងហើយវាស់វែងអីឥឡូវបើលោកអនុទានចាំរៈគុលលុបអាហ្នឹងចោលបាត់អីហ្នឹងលុបថាបើវាវាស់វែងយើងប្រើផែនទីຂະຫນាត1លើ200,000ឥឡូវអនុទានចាំរៈគុលគាត់ថាអត់ទេຂະຫນាត200,000ហ្នឹងលែងមានណាហើយនឹងតិចទៀតលុបអា MOU 2000ហ្នឹងទៀតហើយឥឡូវយើងមិនយើងនៅស្រែកតវ៉ាអញ្ចឹងទៀតខ្ញុំថានេះណាគឺជានយោបាយប្រជាពិធស្អំចិត្តប្រជាពលរដ្ឋប៉ុន្តែធ្វើឲ្យថៃបានចិត្តហើយយើងអត់មានគោលដៅច្បាស់លាស់ទេយើងតវ៉ាបានមែនក៏ប៉ុន្តែតវ៉ាដោយដូចបាញ់ចាប់នៅក្នុងទីងងឹតចឹងបាច់អត់ត្រូវទេងងឹតឆឹងតែយើងចង់ធ្វើឲ្យត្រូវគឺអ្វីដែលគ្រប់គ្រងមកដាក់មកសរសេរនិយាមការមកឲ្យអស់មកអា14កន្លែងពីថ្ងៃទី27ខែធ្នូមានបណ្ណានៅតំបន់ណាខ្លះឥឡូវអាប្រមាណកន្លែងទៀតនេះថៃឈ្លានពានឥឡូវអាមុនថាមិនប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិព្រមតាន់អន្តរជាតិក៏ហីចោះដោយសារយើងមានប័ណ្ណឈប់បាញ់រួមគ្នាហើយយើងទៅអីទៅតតាំងប័ណ្ណឈប់បាញ់ហ្មងបើយើងសញ្ញាឲ្យគេអូខេបាទតែអា40កន្លែងជាតិនេះ
ដឹងអញទៅអង្គការសហដឹងទៅតុលាការយុត្តិធម៌អន្តរជាតិព្រមទាំងអន្តរជាតិវានៅតែអត់មានហេតុផលអីដែលត្រូវពជាការប្តឹងនឹងសោះហើយបើទោះបីជាថាឥឡូវជ្រុលដៃសញ្ញេឲ្យថៃនៅណានៅហ្នឹងទាំង14ទីតាំង4ខេត្តហ្នឹងក៏ដោយក៏ខ្ញុំថាទុកអាហ្នឹងមកដុំសិនប្តឹងទៅតុលាការអន្តរជាតិបានដូចតែគ្នាដែរដោយសារអីប្តឹងឲ្យគេបកស្រាយសាលដីការបស់តុលាការព្រំយុត្តិធម៌អន្តរជាតិពីរឿងឈ្លានពានដែនអធិបតេយ្យរបស់កម្ពុជាប្រើផែនទីណាឲ្យប្រកបបើប្រើផែនទីខ្នាតលើ1-200,000អញ្ចឹងអ្វីដែលជារឿងសពេចសពិលនេះជួយថៃគ្រប់គ្រងក៏ដោយក៏ត្រូវឲ្យមកខ្មែរវិញទាំងអស់ដែរព្រោះវានៅក្នុងដីខ្មែរតែបើអត់ប្តឹងទេចប់តវ៉ាលុះខ្សែទៅថៃបើឲ្យវិញខ្ញុំសឹងថាហ៊ានភ្នាល់ដាក់អីទៀតបាទឥឡូវព័ត៌មានចិត្តចប់ហើយបងប្អូននៅផ្អែមបន្លែអញ្ចឹងហើយខ្ញុំថាថ្ងៃអាទិត្យហ្នឹងគឺបងប្អូនគិតថានៅជាមួយខ្ញុំបានយូរហើយខ្ញុំគិតថាបងប្អូនខ្លះក៏អាចនឹងធុញទ្រាន់តែសូមអធិស្ឋានឥឡូវនៅសល់ព័ត៌មានតាក់ទងមន្ត្រីកម្ពុជានាំគ្នារវល់រើសដុំថ្មចោលឆ្កែរឿងថៃសង្ស័យលោកហ៊ុនម៉ាណែតថាបានទៅរៀននៅ West Point ដោយសារតែថៃទៀតហើយបងប្អូនMonaret អស់ដុំថ្មចោលឆ្កែហើយដោយសារតែអឺចោលម្ដុំចុងក្រោយអារឿងគេចោតប្រកាន់លៀបពណ៌ថាគេប្រជុំខ្ញុំពីអាស៊ីសេរីហ្នឹងខ្ញុំបានបកស្រាយអស់ទៅគឺគេងលក់ស្កប់ស្កល់ហើយអស់ថ្មឲ្យបងប្អូនគំរើថ្មយកមកដាក់មុខផ្ទះខ្ញុំទៀតខ្ញុំគ្មានពេលចោលឆ្កែទេហើយឆ្កែដែលខ្ញុំចោលមិនត្រឹមតែចោលហើយទៀតទេគឺបិទលបងគឺលុបឆ្កែចេញពីនេះហ្មងគឺ block ចោលអស់គឺលែងឲ្យមានសាំនៅក្នុងកៅភ្នែកបងប្អូនចេះតែផ្ញើមកទៀតផ្ញើមកក៏ខ្ញុំបើកមិនបានដែរព្រោះអីអ្នកទាំងអស់នោះខ្ញុំបាន delete ចោលឬ block ចោលអស់ដូច្នេះមិនអាចបើកមើលឃើញទេអញ្ចឹងខ្ញុំអរគុណដែលផ្ញើមកឲ្យទៀតនិយាយទៅបងប្អូនចេះតែរើដុំថ្មយកមកឲ្យមួងណារ៉េតចោលទៀតតែខ្ញុំថាឈប់ហើយហ្នឹងប៉ុន្តែឈប់ហើយខ្ញុំឈប់ចោលឆ្កែមានរឿងច្រើនទៀតដែលត្រូវដោះស្រាយអត់ត្រូវការរវល់អញ្ចឹងទេតែឥឡូវនិយាយពីរឿងមន្ត្រីខ្មែររវល់រឿងចោលឆ្កែអ្នកណាទៅមន្ត្រីខ្មែររូបណាទៅរឿងលោកហ៊ុនម៉ាណែតដែលលោកហ៊ុនម៉ាណែតដែលនិយាយពីរឿងទៅរៀននៅសាលាយោធា West Point ហ្នឹងគាត់បកស្រាយអីចប់អស់ថ្ងៃនេះលោកកែវរេមីគឺជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជាលោកកែវរេមីគាត់បានសរសេរសារនៅក្នុងបណ្ដាញសង្គម Facebook ផ្ទាល់ខ្លួនរបស់លោកទេតាមពិតទៅខ្ញុំមិនទៅជាថាំងទៅរំខានអីលោកទេព្រោះអីអឺការងារលោករវល់ណាស់សរសេរជួនកាលដើម្បីការពារមេរបស់លោកដែរហើយក៏តបទៅថៃគាត់ហៅជនជាតិថៃហ្នឹងថាខ្វះនិយាយទៅចោតបញ្ញវន្តថៃហ្នឹងថាដូចជាផ្ដេសផ្ដាស់ដូចជាស្អីហ្នឹងមកលាបពណ៌អីចង់មើលងាយមើលស្រាលមេដឹកនាំខ្មែរថាដូចថាប្រទេសកម្ពុជាជារដ្ឋអធិបតេយ្យដូចខ្វះកូតាគ្រាន់តែទៅរៀននៅសាលាអាមេរិកសោះចាំបាច់ឲ្យថៃជួយសញ្ញេព្រមឲ្យទៅរៀនបានអញ្ចឹងចង់និយាយថាម៉េចនាយករដ្ឋមន្ត្រីខ្មែរសប្តាហ៍ហ្នឹងគឺជាផលិតផលត្រូវអរគុណថៃទេដែលបានឲ្យទៅរៀននៅសាលាយោធាហើយចុះបើសិនជាឥឡូវចេះបើនិយាយឲ្យខ្លីខ្ញុំឃើញសាររបស់លោកកែវរេមីតាមពិតគាត់ការពារនាយករដ្ឋមន្ត្រីខ្មែរតែជាមេរបស់គាត់ហ្នឹងវាជារឿងថ្លៃថ្នូរសមរម្យនៅក្នុងការពារហើយព្រោះអីថៃក៏ពលឹះឬក៏កេងចំណេញនយោបាយដែលមិនគួរណាកើតឡើងដែរព្រោះរឿងទៅរៀននៅសាលាយោធាអាមេរិកសោះហេតុអីបានថៃមកយកបងយកអីអញ្ចឹងតាមពិតមានរដ្ឋាភិបាលថៃណានិយាយពីរឿងនិស្សិតបញ្ញវន្តឬក៏ក្រុមតំណាងរាស្ត្រឯណាសំទោសប្រជាពលរដ្ឋសាមញ្ញរបស់ថៃណានិយាយតែយើងរវល់រើសនឹងថ្មចោលឆ្កែដែរហ្នឹងណាបងប្អូនតាមអីទេយើងរើសអីក៏រើសចោះព្រោះអីវាជាទម្លាប់របស់យើងទៅហើយដែលតនេដូចថាការងាររឿងជាតិយើងហ្នឹងដល់ដំណាក់កាលមួយដែលយើងទៅមុខឡៃរួចហើយយើងតវ៉ា8 900ដងហើយដល់អញ្ចឹងមានតែនាំគ្នាសរសេរសារដើម្បីជ្រុំកន្លែងហ្នឹងទៅហើយដល់ពេលលោកកែវរេមីនិយាយបែបនេះលោកអ៊ុំសំអានមកដែរលោកអ៊ុំសំអានរវល់អារឿងកិច្ចការព្រំដែនច្រើនយ៉ាងអត់ដែលស្បើយផងដល់ពេលឮលោកកែវរេមីមកនិយាយពីរឿងណែនៅសុំទោសរឿងហ៊ុនម៉ាណែតនិយាយពីរឿងណែ
West Point ហ្នឹងគាត់ក៏តបមកវិញឥឡូវខ្ញុំចប់រឿងលោកកែវរមីគាត់និយាយថាអជនជាតិថៃនេះហាក់បីដូចជាមិនថ្លៃថ្នូរទេចរិតធូរថ្លៃអីចឹងទៅក្នុងន័យថាមករករឿងឬក៏ដូចថាបង្កើតព័ត៌មានប្រឌិតដែលមិនត្រឹមត្រូវចំពោះថ្នាក់ដឹកនាំកម្ពុជាអីចឹងទៅគាត់ខំការពារនៅក្នុងន័យបន្តិចប្រអាក់ឬក៏ប្រាប់តាមពិតលោកកែវរេមីនឹងឯងដែលជាដើមហេតុឲ្យលោកអនុទិនច័ន្ទវរៈគុលឈ្នះឆ្នោតទៅខ្ញុំនិយាយថាមួយផ្នែកមិនមែនថាឲ្យឈ្នះឆ្នោតទេព្រោះអីមុនលោកអនុទិនច័ន្ទវរៈគុលឈ្នះឆ្នោតហ្នឹងគឺគាត់ខំប្រឹងធ្វើយុទ្ធនាការតាមបណ្ដាញសង្គមរបស់គាត់ឲ្យថៃហ្នឹងកុំបោះឆ្នោតឲ្យលោកអនុទិនច័ន្ទវរៈគុលហើយយើងជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលកម្ពុជាទៅផ្ដាំប្រជាប្រដ្ឋថៃកុំឲ្យបោះឆ្នោតឲ្យលោកអនុទិនច័ន្ទវរៈគុលដែលថៃហើយខ្មែរកំពុងអត់ត្រូវគ្នាអញ្ចឹងជនជាតិថៃក៏គេចង់ប្រាប់មកយើងវិញថាគេមិនស្ដាប់ខ្មែរទេអញ្ចឹងគេធ្វើឲ្យលោកអនុទិនច័ន្ទវរៈគុលឈ្នះឆ្នោតតែម្ដងទៅដើម្បីតបមកឲ្យថាអ្វីដែលរដ្ឋាភិបាលកម្ពុជាចង់បំបែកគេហ្នឹងគឺបំបែកអត់បានទេអញ្ចឹងវាអញ្ចឹងបងប្អូនជួនកាលយើងអត់គម្របដែរមាត់យើងលោកអ៊ុំសំអានគាត់និយាយចេះរឿង West Point លោកអ៊ុំសំអានរវល់រើសដុំថ្មដែរម្សិលមិញលោកហ៊ុនម៉ាណែតបានសារភាពថាគាត់បានចូលរៀននៅសាលាបណ្ឌិតយោធាសភាយោធា West Point តាមរយៈកូតាមិនមែនតាមរយៈការប្រឡងទេแล้วគាត់អត់និយាយរឿងថៃរឿងអីទេលោកអ៊ុំសំអាននិយាយពីរឿងលោកហ៊ុនម៉ាណែតចូលរៀនមិនមែនបានន័យថាប្រឡងទេព្រោះអីចូលទៅតាមខ្សែតាមជើងខោលោកហ៊ុនម៉ាណែតធ្លាប់និយាយកុហកថាគាត់បានប្រឡងជាប់ចូលរៀននៅសាលាបណ្ឌិតយោធា West Point នៅសហរដ្ឋអាមេរិកខ្ញុំចាំដែរលោកហ៊ុនម៉ាណែតពិតជាថាបានប្រឡងចូលមែនប៉ុន្តែឥឡូវចេញរឿងកូតារឿងអីនេះអត់ប្រឡងទេគឺគេឲ្យចូលទៅតែម្ដងខ្ញុំអ៊ុំសំអានក៏ធ្លាប់ជាបេក្ខជនដាក់ពាក្យប្រឡងចូលរៀននៅសាលាបណ្ឌិតយោធា West Point នេះជាមួយនឹងលោកហ៊ុនម៉ាណែតផងដែរនៅឆ្នាំ1995ហ្នឹងក៏ប៉ុន្តែប្រហែល2សប្តាហ៍មុនការប្រឡងខ្ញុំក៏បានទូរស័ព្ទទៅសាលាពេទ្យសាលាយោធាសាលាពេទ្យយោធានៅពោធិ៍ចតុងដែលខ្ញុំបានដាក់ពាក្យប្រឡងនៅទីនោះត្រូវបានមន្ត្រីនៅទីនោះប្រាប់ថាគេលុបចោលការប្រឡងហើយប្រហែលជាង1ខែក្រោយមកខ្ញុំបានឃើញកាសែតរស្មីកម្ពុជាសរសេរថាលោកហ៊ុនម៉ាណែតនឹងទៅចូលរៀននៅសាលាបណ្ឌិតយោធា West Point ពេលនោះឯងទើបខ្ញុំដឹងថាលោកហ៊ុនម៉ាណែតមិនបានប្រឡងប្រកួតប្រជែងដើម្បីបានចូលរៀននៅសាលាបណ្ឌិតយោធា West Point នោះទេព្រោះការប្រឡងនោះត្រូវបានគេលុបចោលគឺលុបចោលការប្រឡងទាំងអស់គ្នាគ្មានការប្រឡងនោះទេលោកអ៊ុំសំអានបន្តទៀតថាដូច្នេះខ្ញុំក៏មិនដឹងមូលហេតុអ្វីក៏គេលុបចោលការប្រឡងហើយបែរជាលោកហ៊ុនម៉ាណែតមានឈ្មោះទៅរៀនទៅធ្វើជាបេក្ខជនទៅរៀនដែលមិនបាច់ឆ្លងកាត់ការប្រឡងនោះខ្ញុំក៏ជាបេក្ខជនបានដាក់ពាក្យប្រឡងដែរហើយខ្ញុំក៏បានជាប់បាក់ឌុបចំនួនលោកហ៊ុនម៉ាណែតដែរតាមលិខិតដែលលោកហ៊ុនម៉ាណែតបានសរសេរដោយផ្ទាល់ដៃទៅឪពុកម្ដាយរបស់លោកបញ្ជាក់ថាលោកហ៊ុនម៉ាណែតមិនបានប្រឡងប្រកួតប្រជែងដើម្បីបានចូលរៀននៅសាលាបណ្ឌិតសភាយោធា West Point នៅសហរដ្ឋអាមេរិកនោះទេគឺចូលរៀនតាមរយៈកូតាដោយសារតែលោកហ៊ុនសែនជានាយករដ្ឋមន្ត្រីទី2នាពេលនោះលោកហ៊ុនម៉ាណែតបានចូលរៀននៅសាលាបណ្ឌិតយោធាតាមរយៈកូតាកម្ពុជាមិនមែនតាមរយៈកូតាប្រទេសថៃនោះទេសញ្ញាបត្ររបស់លោកហ៊ុនម៉ាណែតពីសាលាបណ្ឌិតសភាយោធា West Point តាមរយៈកូតាមិនមែនតាមរយៈការប្រឡងនេះហើយទើបការច្បាំងគ្នាជាមួយថៃ2លើកចាញ់ថៃទាំង2លើកដែលរួមផ្សំនឹងសភាវុធកម្ពុជាមិនទំនើបផងលោកអ៊ុំសំអានខ្ញុំគិតថាសារនេះគឺលោកគ្រាន់តែចង់បញ្ជាក់អំពីថាលោកហ៊ុនម៉ាណែតមិនបានចូលប្រឡងតែប៉ុណ្្នឹងទេប៉ុន្តែមែនតើទៅខ្ញុំជឿថាគួរតែចាប់ត្រឹមនឹងដែរទៅកុំរវល់ទាំងអស់គ្នាខាតពេលដែរលោកអ៊ុំសំអានគាត់បានបកស្រាយថាលោកហ៊ុនម៉ាណែតមិនមែនប្រឡងទេគឺទៅរៀនដោយសារតែកូតាបានន័យថាជាការដែលចាត់តាំងឬក៏ជ្រើសរើសតាមរបៀបដូចថាយកទៅដាក់ទៅដោយសារតែមានឪពុកជានាយករដ្ឋមន្ត្រីអីចឹងណាខ្ញុំជឿថារឿងនេះបើស្ដាប់ទៅវាដូចថាលោកហ៊ុនម៉ាណែតអត់បានប្រឡងជាប់អីអញ្ចឹងបានទៅចូលរៀននៅសាលាបណ្ឌិតយោធាហ្នឹងវាហាក់បីដូចជាអត់បានបង្ហាញសមត្ថភាពខ្លួនឯងថាត្រូវប្រឡងប្រកួតប្រជែងអីទៅតែជាប់ដោយតាមគេលើកដាក់ចាប់ដាក់អីអញ្ចឹងវាស្ដាប់ទៅដូចរឿងអន់បន្តិចអីអញ្ចឹងណាក៏ប៉ុន្តែចំពោះខ្ញុំមិនជារឿងធំអីពេកទេព្រោះទូលោកហ៊ុនម៉ាណែតលោកជាប់ដោយការប្រឡងឬមិនការប្រឡងសំខាន់បានរៀននៅសាលាយោធានេះបានចង់ចប់ដើមព្រោះនៅក្នុងសាលាបណ្ឌិតយោធានេះបើទោះយើងប្រឡងឬក៏មិនប្រឡងក៏ដោយគឺយើងត្រូវតែប្រឹងរៀនតតែជាប់វិញ្ញាសាគេដែរតែយ៉ាងណាបងប្អូនដោយសារតែគាត់មានខ្សែជានាយករដ្ឋមន្ត្រីអាការប្រព្រឹត្តចំពោះគាត់ហ្នឹងគឺវាមិនដូចសិស្សដទៃទៀតទេគឺគេនឹងអនុញ្ញាតឲ្យគាត់ជាប់វិញ្ញាអីចឹង
ក៏ប៉ុន្តែខ្ញុំគិតថានៅដូចជាមិនមានជាបញ្ហាអីធំដុំអីដែរទេចំពោះខ្ញុំព្រោះការបានរៀននៅសាលាបណ្ឌិតយោធានេះគឺវាជាកិត្តិយសមួយរបស់ជាតិកម្ពុជាមួយដែរជាកូនខ្មែរជាអីចឹងណាប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយហ្នឹងគឺគ្រាន់តែអញ្ចេះទេខ្ញុំអត់ទៅខ្វល់រឿងកូតាណារឿងប្រឡងចូលមិនប្រឡងចូលលោកហ៊ុនម៉ាណែតក៏បានរៀនក្រៅពី West Point ហ្នឹងក៏គាត់បានមានសញ្ញាបត្រនៅកាលគាត់នេះហ្នឹងរៀនបានសញ្ញាបត្រនៅសាលាមួយនៅអាមេរិកហ្នឹងដែរខាងមហាវិទ្យាល័យអីដែរមានសញ្ញាបត្របណ្ឌិតឬក៏អនុបណ្ឌិតអីគឺគាត់បានរៀនច្រើននៅអាមេរិកដែរមិនចាំបាច់តែ West Point ទេដូច្នេះគាត់បានស្គាល់រសជាតិប្រជាធិបតេយ្យឬក៏រសជាតិនៃសាលាយោធាហ្នឹងតាមជើងខោមិនជើងខោអីក៏អ្វីដែលខកចិត្តមិនមែនរឿងគាត់អត់ប្រឡងមិនប្រឡងទេខ្ញុំយល់ខុសពីលោកអ៊ុំសំអានគាត់លោកអ៊ុំសំអានគាត់បញ្ជាក់ប្រាប់ថាលោកហ៊ុនម៉ាណែតកុហកពីមុនមកហ្នឹងកុហកថាប្រឡងតាមពិតរឿងនៅលើគោកអត់ប្រឡងទេអីអញ្ចឹងទៅឥឡូវរឿងហ្នឹងចប់ហើយគាត់កុហករឿងអ្នកនយោបាយកុហកវាអត់មានរឿងអីប្លែកអីគេនិយាយកុហកតែអញ្ចឹងទេតែសំខាន់គឺបានមករៀនហើយទៅវិញអត់យកអាហ្នឹងទៅអនុវត្តមើលស្រុកគេស្រុកអីស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យអីឡើងវិញតែប៉ុណ្្នឹងឯងខកចិត្តតែប៉ុណ្្នឹងឯងលោកហ៊ុនម៉ាណែតខុសពីលោកហ៊ុនសែនត្រង់ថាលោកហ៊ុនសែនអត់ដែលបានរៀននៅប្រទេសសេរីប្រទេសប្រជាធិបតេយ្យដូចនៅអង់គ្លេសដូចអីដូចអាមេរិកដូចលោកហ៊ុនម៉ាណែតទេលោកបានរៀនសូត្រច្រើនជាឪពុករបស់លោកច្រើនហើយរៀននៅប្រទេសសេរីទៀតក៏ខកចិត្តត្រង់ថាពេលដែលកាន់ការប្រទេសគឺទុកឲ្យឪពុកដែលដឹកនាំប្រទេសរបៀបផ្ដាច់ការហ្នឹងគឺទាញខួរក្បាលខ្លួនដែលជាបញ្ញវន្តហ្នឹងទៅតាមហ្នឹងអត់មានកែអត់មានជួយតម្រែតម្រង់ជួយប្រាប់ថាត្រូវធ្វើអញ្ចេះអីខុសពីឪពុកអត់គឺធ្វើលើសឪពុកទៅទៀតបានន័យថាហើយធ្វើយ៉ាប់មិនមែនថាលើសទេយ៉ាប់ជាងឪពុកទៅទៀតព្រោះឪពុកមានសិទ្ធិអាកាត់បានច្រើនដែរបើផ្ដាច់ការយ៉ាងណាក៏គាត់អាកាត់បានច្រើនតែលោកហ៊ុនម៉ាណែតគឺអត់ថាទៅតាមធ្វើទៅតាមដោយអាយ៉ងអញ្ចឹងទៅវាធ្វើឲ្យអន់ខ្លួនបញ្ញវន្តម្នាក់ដែលខកចិត្តខ្ញុំជាអ្នកដែលបានរៀនសូត្រល្មមដែរខ្ញុំខកចិត្តមែនតើខ្ញុំមិនទោមនិញរឿងលោកហ៊ុនម៉ាណែតកាន់ជានាយករដ្ឋមន្ត្រីអីទេព្រោះខ្ញុំធ្លាប់ប្រាប់មិត្តភ័ក្តិដែរថាវាគ្រាន់បើដែរបានអ្នកចេះដឹងអីកាន់អញ្ចឹងទៅក្រែងគាត់បានរៀនសូត្រនៅស្រុកក្រៅអីគាត់ចេះវប្បធម៌ប្រពៃណីទំនៀមទម្លាប់របៀបគំនិតជឿនលឿននៅស្រុកក្រៅគាត់អាចផ្លាស់ប្ដូរមិនដូចឪគាត់អីអត់សោះឥឡូវអស់សង្ឃឹមអាលីងវាស្ដាយអញ្ចឹងបងប្អូនតែប៉ុណ្្នឹងទេមិនមែនបានន័យថាខ្ញុំមិនសាទរអីទេខ្ញុំគិតថាមានបញ្ញវន្តមានអីនៅក្នុងជួរដឹកនាំវាល្អហើយគ្រាន់តែថាបញ្ញវន្តយើងទៅយកសញ្ញាបត្រយកទៅថាតតាមគេថាហ្នឹងវាដូចថាអត់បានយកចំណេះយកខួរក្បាលអីទៅប្រើសោះគឺគេគៀបជាប់ហើយដល់អញ្ចឹងទៅជាទីងមងទៅជាអាយ៉ងអន់ខ្លួនមែនតើហើយលោកហ៊ុនសែនក៏មិនគួរណាធ្វើបាបកូនដូចនេះដែរឲ្យគាត់ធ្វើអីខុសពីនឹងបន្តិចទៅចុះវាចម្លែកអីដើរតួជាតួចិត្តអាក្រក់តួចិត្តល្អទៅ bad cops good cops ស្អីខ្លះទៅនយោបាយគេដឹងតើយើងបោកគេបោកទៅប៉ុន្តែដូចរឿងកុន Hollywood ចឹងណាណាមកដឹងកុន Hollywood បោកធ្វើថតនៅក្នុងស្ទូឌីយោធ្វើអីតួអង្គហ្នឹងគ្រាន់តែសម្ដែងតែយើងជួនកាលហូរទឹកភ្នែកយើងជឿយើងមើលតោះចាប់ពីវាមកដោយសារគេសម្ដែងវាសមហើយចប់មកគឺយើងទៅមើលតួដដែលដែលងាប់នៅក្នុងអារឿងមួយមុនហ្នឹងមកតួថ្មីមើលទៀតចាញ់បោកគេប៉ុន្តែយើងសមយើងអត់លេងអាតួចិត្តអាក្រក់តួចិត្តល្អហ្នឹងជួយគ្នាទៅខ្លះទៅធ្វើឲ្យវាមានអ្នកខ្លះកាចចឹងទៅចាប់មនុស្សដាក់គុកងើបមួយវាយមួយអ្នកនេះស្លូតចឹងទៅដោះលែងខ្លះទៅបធូរបថយខ្លះអត់គឺចឹងទៅតាមគ្នាចបៃត្រអញ្ចឹងអត់មានថាដូរអីសោះឲ្យយើងអស់សង្ឃឹមគ្រប់គ្នាអញ្ចឹងទៅវិញដូចខ្ញុំនិយាយចឹងគ្រួសារតកូលណាកាន់ទៅខ្ញុំមិនឈឺក្បាលទេប៉ុន្តែដល់ពេលបានតកូលហ៊ុនមកស្លឹកឈើជ្រុះអត់ឆ្ងាយពីគល់ធ្លាក់មកក្ដុកដូចដៃឆក់អញ្ចឹងឲ្យវារសាត់ទៅឲ្យឆ្ងាយបន្តិចឲ្យធ្វើឲ្យបានប្លែកបន្តិចទៅឲ្យគ្នាឲ្យមានសង្ឃឹមព្រោះស្លឹកថ្មីទៅមកតកៅស៊ីចុះយ៉ាប់ជាងអាស្លឹកចាស់ហ្នឹងទៅទៀតវាខកចិត្តទេខ្ញុំស្ដាយមែនតើខ្ញុំមិនទៅមនិញទេកាន់ទៅគណៈបកប្រជាជននឹងកាន់ប៉ុន្តែដល់ពេលមកអញ្ចឹងខកចិត្តហ្មងហើយឥឡូវរវល់ទាំងអស់ទាំងលោកហ៊ុនម៉ាណែតទាំងលោកកែវរេមីទាំងលោកអ៊ុំសំអាននាំគ្នារវល់រឿងអា West Point ហ្នឹងទៅប៉ុន្តែបងប្អូនតោះឥឡូវយើងទៅទៀតអឺមន្ត្រីព្រំដែនរដ្ឋាភិបាលក្រៅប្រទេសបារម្ភខ្លាំងរឿងទាហានថៃល្បាតនិងពិនិត្យមើលបង្គោលព្រំដែនតែឯងហ្នឹងហើយឥឡូវយើងរវល់នៅ West Point ហ្នឹងទៅឥឡូវគេទៅចុះទៅព្រំដែនរវល់គេទៅមើលព្រំដែនតែឯងហើយឥឡូវទាហានថៃដើរច្អល់គ្រប់បង្គោលព្រំដែនតាមព្រំដែនបន្តិចទៀតយកលបងបេតុងយកមកដាក់ទៅយ៉ាងម៉េចទៅវិញបងប្អូន
តើយើងយ៉ាងម៉េចទៅវិញនៅពេលដែលយើងរវល់តាអារឿងពេលខ្លះអត់បានការឥឡូវគេរវល់ទៅដល់យកដីយើងឲ្យពឺតយកហើយយើងនៅតែតវ៉ាជំទាស់បដិសេធមិនទទួលស្គាល់តវ៉ាជំទាស់បដិសេធមិនទទួលស្គាល់អំពាវនាវស្នើសុំជូនដំណឹងតើដល់ពេលណាដែលយើងប្តឹងថៃទៅតុលាការអន្តរជាតិព្រោះអីរឿងផែនទីរឿងព្រំដែននេះគឺវារកម្មមែនតើអឺបាទឥឡូវនេះគឺមន្ត្រីព្រំដែនហ្នឹងគាត់បារម្ភហ្នឹងអ្នកណាដែលបារម្ភខ្លាំងជាងគេហ្នឹងគឺលោកអ៊ុំសំអានទៀតហើយគាត់អត់ខ្វល់ក៏អត់ខ្វល់គាត់អត់ភ្លេចនឹងក្នុងរឿងបារម្ភព្រំដែនទេនៅក្នុងអត្ថបទនៅតាមបណ្ដាញសង្គម Facebook ថ្ងៃនេះគឺលោកអ៊ុំសំអានបានសរសេរអញ្ចេះខ្ញុំដកស្រង់ប្រសាសន៍របស់គាត់ពីរឿងឃើញតាហ៊ានថៃចូលទៅតំបន់ព្រំដែនហ្នឹងគឺមានកំភ្លើងជ្រងច្រាងហ្នឹងទៅដូចថាចុះលុកទៅតាមតំបន់ផ្សេងហ្នឹងដែលគួរឲ្យព្រួយបារម្ភមែនតើឥឡូវនេះគឺបាទនេះគឺប្រសាសន៍របស់លោកអ៊ុំសំអានគាត់ថាថ្ងៃទី31ខែឧសភាឆ្នាំ2026ទាហានថៃគឺនាំគ្នាល្បាតចុះពិនិត្យនៅតំបន់បង្គោលព្រំដែនលេខ37ដែលនៅជិតតំបន់បឹងតគួនខេត្តបន្ទាយមានជ័យបង្គោលព្រំដែនលេខ37ជាបង្គោលព្រំដែនថ្មីចាស់មិនមែនជាបង្គោលព្រំដែនដែលបានបោះនៅចន្លោះឆ្នាំ1919និង1920នាសម័យបារាំងនោះទេលោកថាថៃបានវាយកំទេចចោលបង្គោលព្រំដែនសម័យបារាំងហើយរួចរំកិលបង្គោលព្រំដែនថ្មីនេះរួចសាងសង់បង្គោលព្រំដែនថ្មីចាស់ជំនួសវិញរីឯភាគីកម្ពុជាគ្មានជំរឿសអ្វីក្រៅពីការយល់ព្រមទៅលើទីតាំងថ្មីនៃបង្គោលព្រំដែនថ្មីចាស់នោះទាហានថៃល្បាតនឹងពិនិត្យមើលបង្គោលព្រំដែនលេខ37នេះដោយខ្លាចភាគីកម្ពុជាលួចរំកិលបង្គោលព្រំដែនក៏ប៉ុន្តែភាគីខ្មែរមិនដែលលួចរំកិលព្រំដែនបង្គោលព្រំដែននោះទេមានតែភាគីថៃទេដែលលួចរំកិលព្រំដែនចូលក្នុងដីខ្មែរបាទលោកម៉ែនណាតឯនោះវិញនៅប្រទេសន័រវេសលោកលើកឡើងអញ្ចេះថាតកតងនៅថ្ងៃទី31ឧសភាដែលឃើញទាហានថៃដើរល្បាតនេះគាត់និយាយថាសូមបញ្ជាក់ថាបង្គោលព្រំដែនលេខ37នេះគឺមិនមែនជាបង្គោលព្រំដែនកម្ពុជាថៃដែលបោះចន្លោះឆ្នាំ1919ទេលោកម៉ែនណាតគឺជាមន្ត្រីឃ្លាំមើលកិច្ចការព្រំដែននឹងដែរលោកបារម្ភថាហ្នឹងគឺជារឿងបោះថ្មីដែរលោកថាប្រកាសណាស់ថៃបានលួចរំកិលបង្គោលព្រំដែនរួចសាងសង់បង្គោលព្រំដែនថ្មីចំនួនបង្គោលចាស់ដែលជាការពង្រីកការឈ្លានពានកម្ពុជាយ៉ាងខុសច្បាប់ហើយធ្ងន់ធ្ងរទៀតជាចុងក្រោយលោកថាជាយោបល់លោកម៉ែនណាតថារដ្ឋាភិបាលកម្ពុជាត្រូវប្រញាប់ទាមទារយុត្តិធម៌នៅទឹកដីជាតិមកវិញតាមរយៈទី1ប្តឹងថៃទៅតុលាការអន្តរជាតិទី2ដាក់សម្ពាធការទូតឲ្យខ្លាំងក្លាឲ្យថៃដកទ័ពចេញពីទឹកដីខ្មែរទី3ក្រសួងការពារជាតិកម្ពុជាត្រូវប្រើសិទ្ធិស្វ័យការពារទប់ស្កាត់ការពង្រីកការឈ្លានពានរបស់ថៃសិទ្ធិស្វ័យការពារនឹងខ្ញុំគ្រប់គ្រងតើគឺថាត្រូវវាយបាញ់ខ្លះទៅព្រោះអីអាកន្លែងព្រមព្រៀងគ្នាយើងអត់ទៅតតាំងទេប៉ុន្តែអាកន្លែងថ្មីអត់មានរឿងអីមកចូលស្រាច់ចិត្តទេខ្មែរយើងចូលទៅវាយខ្នោះគ្រប់គ្នាហើយឥឡូវស្អីណាមានការបញ្ជាឲ្យបាញ់ឯណាទៀតអើយយ៉ាប់មែនតើបាទឥឡូវតកតងនឹងរឿងព្រំដែនខ្មែរថៃឥឡូវព្រំដែនវៀតណាមវិញម្ដងនៅប្រែចាកខេត្តកពតខេត្តខ្ញុំថ្ងៃនេះមន្ត្រីនគរបាលខេត្តកពតនិងមន្ត្រីកងរាជអាវុធខេត្តកពតបំបាក់មុខមួងណារ៉េតមែនតើធ្វើឲ្យអ្នកកពតគឺបាក់ហ្មងដោយសារតែមានមន្ត្រីអញ្ចឹងអីវិញវាខូច credit ខេត្តកពតអស់អាលីងថ្ងៃនេះគឺមន្ត្រីនគរបាលនិងកងរាជអាវុធហត្ថនៅខេត្តកពត32នាក់ដែលរងការចោទប្រកាន់ថាលួចវត្ថុតាងឆបោកអនឡាញសុទ្ធតែជាអ្នកមានតួនាទីធំគ្រាន់ថ្ងៃនេះថ្ងៃនេះស្នងការដ្ឋាននគរបាលខេត្តកពតដែលដឹកនាំដោយលោកច័ន្ទមធុរិទ្ធបាទគឺលោកបានបង្ហាញរូបថត32នាក់ដែលជាមន្ត្រីកងរាជអាវុធហត្ថនិងមន្ត្រីនគរបាលរួមទាំងអ្នកអាស្រ័យផលចោរកម្ម4នាក់ផងដែលជាប្រជាពលរដ្ឋស៊ីវិលហើយនៅក្នុងនេះគឺបាទបង្ហាញឈ្មោះមកឃើញមុខឃើញមាត់ឃើញតួនាទីទាំងអស់ខ្ញុំមិនហៅឬក៏បង្ហាញតួនាទីអស់អីហ្នឹងទេព្រោះអីខ្ញុំគាត់តែចង់ជម្រាបជូនបងប្អូនថាមន្ត្រីដែលចេញឬក៏ជាប់ចោតទាំងអស់នេះមានភាគច្រើនគឺមានតួនាទីត្រាស់ត្រឹសដែរធំដែរធំប៉ុណ្ណាទៅបងប្អូនមានជាការកងវរៈសេនាតូចនោះក៏មាននាយរងប៉ោះនោះក៏មាន
ស្នងការរងនោះក៏មានទៀតធំដល់ប៉ុណ្ណឹងទៀតបាទមានហូរហែហើយបងប្អូនទៅមើលទៅប៉ុន្តែថ្ងៃនេះគឺព្រះរាជអាជ្ញាបានសម្រេចចោទប្រកាន់បុគ្គលទាំង36នាក់នឹងជាផ្លូវការបញ្ជូនសំណុំរឿងទៅផ្ដន្ទាទោសនៅតាមផ្លូវតុលាការទៅហើយដូច្នេះយើងតាមដានតទៅទៀតតើអ្នកណាខ្លះដែលជាប់ទោសហើយគេកាត់ក្តីកាត់អីយ៉ាងម៉េចខ្ញុំគ្រាន់តែថាមិញថាខ្ញុំមិនចង់រៀបរាប់ឈ្មោះទេប៉ុន្តែឥឡូវនេះមានឈ្មោះខ្លះហើយខ្ញុំចង់ស្រង់មតិរបស់បងប្អូនតាមបណ្ដាញសង្គម Facebook ខ្លះទៅតើគេយល់យ៉ាងម៉េចពីរឿងកាលមុនអត់ទាន់បង្ហាញមុខគាត់រករឿងថាហេតុអីអត់បង្ហាញមុខឥឡូវបង្ហាញមុខហើយតើគាត់រករឿងអីទៀតប្រជាពលរដ្ឋយើងមន្ត្រីដែលជាប់ឃុំទទួលផលចោរកម្មហ្នឹងគឺសរុបទៅច្រើនណាស់មានដល់ទៅ55 54នាក់ឯណោះតាមពិតគឺតាក់ទងនឹងរឿងកាស៊ីណូមួយនៅប្រែកចាកណាបងប្អូនមានដឹងទេប្រែកចាកហ្នឹងគឺជាប់អុកញ៉ាលីគួងអុកញ៉ាអំបាទណាមួយឲ្យដែលដឹងរឿងអីសោះអុកញ៉ាលីយ៉ុងផាត់អុកញ៉ាកុកអានឬក៏លោកហ៊ុនតូអីដែលមានក្នុងបញ្ជីខ្មៅរបស់អាមេរិកអីស្ងាត់ឈឹងដល់មកចាប់បានលីគួងនៅខេត្តកពតដែលមានកាស៊ីណូប្រែកចាកហ្នឹងដល់ពេលចាប់មកអាវត្ថុតាងអីទាំងអស់ហ្នឹងយកទៅដាក់ទុកនៅប៉ុស្តិ៍ប៉ូលីសអីគ្រប់គ្រងបិទស្លាកបោះត្រាអីត្រឹមត្រូវស្រាប់តែមានមន្ត្រីកងរាជអាវុធហត្ថនិងនគរបាលមកវង32នាក់ចុះទៅលួចយកវត្ថុតាងតើលួចយកទៅលក់ឬក៏លួចយកទៅអីប៉ុន្តែបើតាមមើលគឺលួចទៅលក់ផងបំបត្តិភ័ស្តុតាងផងព្រោះអីមានអ្នកទទួលផលចោរកម្មនឹង4នាក់បានចាំទទួលទិញរបស់ហ្នឹងចាអញ្ចឹងបានន័យថាវាអាចលួចបំបត្តិភ័ស្តុតាងផងកុំឲ្យបាត់អស់ទៅលក់ទៀតដូច្នេះបើតាមមើលដូចជាលួចលក់ច្រើនជាងពុំមានអ្នកទទួលផលចោរកម្មប៉ុន្តែអស់លោកមានខួរក្បាលពីអីរបស់ឆបបោកអនឡាញនឹងជាវត្ថុតាងដើម្បីយកមកផ្ដន់ទាទោសអ្នកដែលឆបបោកអនឡាញហើយលោកជាមន្ត្រីសមត្ថកិច្ចស៊ីប្រាក់ខែរាជដើម្បីឲ្យមើលការខុសត្រូវរាជហើយឥឡូវលោកបំផ្លាញស្ថាប័នមើលការខុសត្រូវអញ្ចឹងដឹងណាទុកចិត្តណាទេរាល់ថ្ងៃហ្នឹងឃើញទេយើងទៅរាយការណ៍ប្រាប់ប៉ូលីសពីរឿងឆបោកអីហ្នឹងទៅសុំភ្លើងយកឲ្យដូចលោកស្អីគួចចម្រើននៅខេត្តកដាលក៏ថាឲ្យលុយ500អ្នកណារាយការណ៍ឲ្យទៅរកឃើញឆបបោកអនឡាញហើយឥឡូវបើមន្ត្រីប៉ូលីសអីអញ្ចឹង30-40នាក់សុទ្ធតែពួកក្រុមអក្រិតជនចូលដៃគ្នាហើយទៅជឿអ្នកណាលោកអើយទៅបៃត្រអស់ហើយមិនដឹងស្អីទេយើងស្រុកយើងចាប់ហើយឥឡូវនេះលោកណុកវីដែលជាមន្ត្រីអង្គការសង្គមស៊ីវិលផ្នែកសារព័ត៌មានលោកសរសេរសារនៅលើបណ្ដាញសង្គមលោកថាសុទ្ធតែអ្នកមានទូនីតិធំគ្រាន់តាគួរតែធ្វើឲ្យបានជាប្រព័ន្ធហើយច្រើនថែមទៀតដើម្បីជាវិធានការក្តៅនៃការកែតម្រង់មើលទៅលោកដូចជាសារតឲ្យកែតម្រង់លោកយីសុកសានដែលជាមន្ត្រីអង្គការសង្គមស៊ីវិលនៅប្រទេសកម្ពុជាដែលក៏សរសេរសារនៅលើបណ្ដាញសង្គម Facebook ថាចុះបើអ្នកដឹកនាំយើងម៉ាក់ហ្នឹងតើរៀសរំពឹងអីទៀតណោះលោកយីសុកសានមានសំណួរស្តៀងខ្ញុំដែរចុះបើយើងទៅពឹងគាត់មិនបើសិតតែអ្នកលួចចឹងដែរអ្នកដែលជាប់ទោសហ្នឹងមានមុខច្រើនណាស់ខ្ញុំគ្រាន់តែបង្ហាញឈ្មោះពី3នាក់តែប៉ុណ្ណឹងមានស្នងការរងលោកចិនរតនាស្នងការរងបាទលោកចិនរតនានៅខេត្តកពតមេបញ្ជាការកងវិរៈសេនាតុយ601លោកវុឌ្ឍរិទ្ធីអធិការលោកញៀនសេរីនាយប៉ុស្តិ៍លោកយ៉ុងសុនឿនចិនសុខាយហ្នឹងសិននាយប៉ុស្តិ៍នាយផ្នែកគឺលោកឈិនឡុងបាទឈិនឡុងនេះគឺជាឈ្មោះខ្មែរទេមិនមែនឈិនឡុងតារាសម្ដែងគុណចិននោះទេបាទហើយមានបងប្អូនជាច្រើនក៏ថាអើយខូចឈ្មោះអ្នកខេត្តកពតអស់ហើយបាទបងប្អូនខូចឈ្មោះអ្នកខេត្តកពតងុំមធ្យមងុំអារឿងខូចឈ្មោះរបស់ជាតិយើងទាំងមូលតែម្ដងបាទតទៅទៀតគឺចុងក្រោយគឺតកតងនឹងខ្មែរក្រៅប្រទេសសម្រុកចុះឈ្មោះបោះឆ្នោតរើសសភាខ្មែរក្រៅប្រទេសនេះគឺជាព័ត៌មានចុងក្រោយបងប្អូនតកតងនឹងរឿងចុះឈ្មោះរើសសភាខ្មែរក្រៅប្រទេសនេះបងប្អូននឹងបានស្ដាប់បទសម្ភាសន៍ខ្ញុំជាមួយនឹងលោកសឹងសានករណាដែលជាអ្នកនាំពាក្យរបស់គណៈកម្មការបោះឆ្នោតក្រៅប្រទេសដែលខ្ញុំនឹងចាក់ផ្សាយនៅថ្ងៃច័ន្ទព្រឹកថ្ងៃច័ន្ទនេះបងប្អូននឹងអាចបានមើលវីដេអូគាត់ប្រហែលជាម៉ោងចន្លោះពីម៉ោង9ទៅម៉ោង11ខ្ញុំនឹងចាក់ផ្សាយឡើងវិញដែលគាត់ពន្យល់លម្អិតអំពីការចុះឈ្មោះជ្រើសរើសសមាជិកសភារបស់ខ្មែរយើងនៅក្រៅប្រទេសដើម្បីជាការបញ្ជាក់អំពីដំណើរប្រជាធិបតេយ្យមួយដែលនៅក្នុងស្រុកគឺគេបំផ្លាញខ្ទេចខ្ទីអស់ដកតំណាងរាស្ត្រដែលស្របច្បាប់ចោលអស់
ដូច្នេះមានតែគោលការណ៍មួយគឺខ្មែរក្រៅប្រទេសសម្រុកនាំគ្នាចុះឈ្មោះរើសតំណាងសមាជិករដ្ឋសភានៅក្រៅប្រទេសដើម្បីតំណាងឲ្យអាយុជីវិតនិងផលប្រយោជន៍នៃប្រទេសកម្ពុជាយើងទៅតាមតំបន់ផ្សេងៗនៅតាមរដ្ឋឬក៏ប្រទេសផ្សេងៗនេះហើយកិច្ចការងារនេះគឺធ្វើសម្រុកមែនតែននៅគ្រប់ប្រទេសបារាំងអូស្ត្រាលីញូហ្សេឡង់និងសហរដ្ឋអាមេរិកនេះកាណាដាអីផងគឺបងប្អូនសម្រុកណាស់ហើយបើតាមមន្ត្រីបោះឆ្នោតនៅក្រៅប្រទេសនេះថាគោលបំណងในក្នុងការរើសសភាក្រៅប្រទេសនេះគឺដើម្បីឲ្យតំណាងទុកកង្វល់ប្រជាពលរដ្ឋដែលនៅក្នុងប្រទេសកម្ពុជាគេងើបមួយវាយមួយគេរំលាយសភាអីដែលគណៈបកប្រឆាំងចោលអស់ដូច្នេះប្រជាពលរដ្ឋដែលមិនពេញចិត្តនឹងភាពអសកម្មរបស់រដ្ឋាភិបាលខ្វះតំណាងអញ្ចឹងបានតំណាងនៅក្រៅប្រទេសនេះក៏ជាមុខមាត់ដើម្បីយកទៅតស៊ូមតិលើឆាកអន្តរជាតិហើយក៏ថាតំណាងរាស្ត្រទាំងអស់នេះពេលដែលសំទោសតំណាងសភានេះពេលដែលរើសគ្រប់កូតាគ្រប់ចំនួនហើយគេនឹងបោះឆ្នោតដើម្បីទៅរើសរដ្ឋាភិបាលថ្មីមួយដើម្បីឲ្យរដ្ឋាភិបាល$23ឯករាជ្យនឹងកាន់តែមានភាពស្របច្បាប់ពីមតិមហាជនអីល្អជាងនឹងអីអញ្ចឹងទៅដូច្នេះការបោះឆ្នោតនេះចុះឈ្មោះនេះគឺបានប្រព្រឹត្តទៅហើយគេអនុញ្ញាតឲ្យបងប្អូនចុះឈ្មោះរហូតដល់ថ្ងៃទីឬក៏ដល់ខែកញ្ញាឯណោះចឹងនៅសល់2 3ខែទៀតប៉ុន្តែបើបងប្អូនដែលចង់ចុះឈ្មោះត្រូវចូលទៅក្នុងគេហទំព័រឬក៏ Facebook របស់គណៈកម្មការរៀបចំការបោះឆ្នោតនៅក្រៅប្រទេសនេះឈ្មោះថា KOEC បាទវាយពាក្យថាខ្មែរ Overseas Elections Commission គឺបានន័យថាជាគណៈកម្មការបោះឆ្នោតសម្រាប់ប្រជាពលរដ្ឋខ្មែរក្រៅប្រទេសសរសេរអក្សរកាត់ថា KOEC បាទ KOEC ចង់វាយពាក្យនៅក្នុង Facebook ទៅរកទៅឃើញហើយមើលការណែនាំរបស់គាត់ទៅហើយខ្ញុំនឹងទុកឱកាសនេះឲ្យបងប្អូនស្ដាប់ការបញ្យលណែនាំរបស់លោកសង្សានករណានៅក្នុងការផ្សាយរបស់ខ្ញុំព្រឹកស្អែកចោះបាទអញ្ចឹងខ្ញុំឆ្លេះការផ្សាយរបស់ខ្ញុំប៉ុណ្ណេះហើយព្រោះអីម៉ោង 7:12 កណ្ដាលអាធ្រាត្រទៅហើយ